ថ្ងៃហ្នឹងមានកិត្តិយសមែនតើបានបងទាំង4នាក់ក៏មកលេងដល់ផ្ទះបងប្អូនមួយមានបងទៅមួយជម្រាបសួរបងជម្រាបសួរបងប្អូនគ្នាបងឥឡូវខ្ញុំណែនាំពីខ្ញុំទៅមុនខ្ញុំមិញហុយអ្នកលក់ទឹកអប់ក្លែបចេបឈ្មោះអត់ដឹងដាក់ឈ្មោះស្អីទេទៅស្មើបាត់ហើយចង់ឲ្យលាយឪស្មើម្ដងតើបងប្អូនជួយណែនាំឈ្មោះមួយបងបាទបងដារុងហើយខ្ញុំមកពីហាងទឹកអប់នេសាខ្ញុំ Transcend ស្គាល់អី ខ្ញុំ Pison ខ្ញុំ Maradi បាទថ្ងៃនេះយើងមានប្រធានបទរបស់យើងដែរជុំដូចវាគ្មិននិយាយទៅដូចវាគ្មិនអត់វាគ្មិនទេអ្នកនរគ្នាអត់ enjoy ស្ដាប់ទេថ្ងៃនេះយើងចង់ specific ពីយើងដឹងថា designer គេខ្លះខ្ញុំតែអ្នកខ្លះនៅតែអត់ដឹងចឹងខ្ញុំមើលឲ្យបងក៏ជួយប្រាប់អា designer ហ្នឹងមិនហើយស្អីគេ niche មិនជួយចង់ផ្លេចអត់រៀប script ទេណាហើយហើយចុះអារ៉ាប់ហ្នឹង designer ដែរមែនវាអត់មានផលិតទឹកអប់ផងវាអត់ផលិតអីផ្សេងវាផលិតតែទឹកអប់ទៅពីបងniche ទៅពីបងទៅមុនហ្មង Transcan ក៏បានមកសិនមុនបើនិយាយទៅអ្នកខ្លះអាចនឹងឆ្ងល់ថាអីគេ designer ហើយគេ niche អូខេនិយាយទៅវាថា designer អ្នកនរគ្នាស្គាល់ Dior Chanel brand ធំដែលថាផលិតទាំងថាកាបូបទាំងថានិយាយទៅគ្រឿងដែលយើងពាក់លើខ្លួនអញ្ចឹង accessory អីអញ្ចឹងហើយដែលលាយជាមួយតអប់អញ្ចឹងហើយដែលតអប់នឹកមកពីខាង brand ពួកហ្នឹងគឺជា brand បែបថា how designer អញ្ចឹងហើយជាទូទៅខ្លឹម designer គឺអត់បាក់ប្រើស្រួលប្រើហើយវា mass appealing វាថាវាទូទៅហ្មងខ្លឹមហ្នឹងតែអញ្ចឹងdesigner គឺជា designer perfume គឺជាទឹកអប់ដែលមកពីខាងបែប brand ធំ Dior អ្នកនរគ្នាស្គាល់អញ្ចឹងហើយ niche ហ្នឹងគិតមិនដែរបងវា how niche បងថែមនឹង designer តិចតែប៉ុន្តែ designer និយមនៃ goal របស់វាគឺជាប្រភេទទឹកអប់ឬមួយក៏ perfume house ដែលគាត់ធ្វើទឹកអប់ផងហើយគាត់ធ្វើផលិតផលផ្សេងផងឧទាហរណ៍ថាដូចមានកៅអៅមាន cosmetic មានស្បែកជើងមានអីផ្សេងអញ្ចឹងទៅអាហ្នឹងយើងហៅវាថាជា designer បើបកទៅ niche វិញ niche គឺជាប្រភេទទឹកអប់ដែលផ្ទះទឹកអប់ហ្នឹងឬមួយក៏ perfume house ហ្នឹងគាត់ផលិតតែទឹកអប់ឯងផ្ដោតលើតែទឹកអប់មួយឯងហើយវាមាន perception មួយចំនួនបាទដែលគេតែងតែលើកយកមក compare រវាង designer ហើយនិង niche ចាំតិចទៀតចាំយើងជជែកគ្នាថា perception ហ្នឹងមានអីខ្លះចុះ Mercedes designer ដែរ Mercedes ចាក់គួរឯនេះជប៉ុនពីសិនមានន័យបន្ថែមលើហ្នឹងបើនិយាយទៅពីហ្នឹង designer មួយ niche វាទាំងអប់ដូចគ្នាទេគាត់ថា designer វា variety វារៀងច្រើនជាងវាមាន fashion វាមានអីចឹងតែបើ niche គឺវាធ្វើជាងមកតែទាំងអប់សុទ្ធហ្មងហើយភាគច្រើន niche វាមានកន្លែងពិសេសមួយដែល designer ធ្វើអត់បានបើស្អីយើងនៅក្នុងមួយទាំងអប់ច្រើនយើងដឹងមិនមានន័យថា designer ធ្វើអត់បានហ្នឹងវាអត់ក្អូបទេវាក្អូបដូចគ្នាគាត់ថា niche វាមានចំណុចពិសេសរបស់វាមួយហ្មងតែយើងហាត់ទៅអាហ្នឹងគឺវាទទួលអារម្មណ៍យើងខុសពី designer ប៉ុន្តែ niche ខ្លះក៏ឥឡូវចង់ designer វិញដែរដូច crit តិចអីឥឡូវឃើញធ្វើកាបូបឃើញអីចឹងក៏មិនដឹងថាគាត់បត់ទៅជា designer ឬក៏គាត់ create section ថ្មីហ្នឹងគឺ crit design ផ្សេងតាមពិតគេវិវត្តតាមបងមើល Nokia ដួលលំដែរខ្ញុំគិតថាគាត់អាចនឹងបត់ដែរចុះបងសាមឌីមានអីថែមទេបងបើ designer គេស្រាវការផ្ដោតរបស់ក្រុមហ៊ុន designer គេផ្ដោតទៅលើ mass market ផ្ដោតទៅលើអតិថិជនភាគច្រើនអញ្ចឹងជាទូទៅបើយើងហិត client designer វាដូចយើងស្រួលហិតជាងអញ្ចឹងហ្នឹងដោយសារតែstrategy របស់គេគឺគេផ្ដោតទៅលើអតិថិជនភាគច្រើនតែសម្រាប់ពួកនេះវិញគឺ client គឺសម្រាប់អ្នកដែលចង់ថាវាមកកម្រិតទៀតអញ្ចឹងវាប្លែកបាទបើសម្រាប់ខ្ញុំហ្មង designer ខ្ញុំចាប់ទុកដូចអ្នកចម្រៀងខ្ញុំចូលចិត្តយកអីយកមកប្រៀបធៀបមែនតើ designer ដូចអ្នកចម្រៀងនៅក្នុងផលិតកម្មអញ្ចឹងគឺគាត់ធ្វើទីមួយភាពងាយស្រួលអតិថិជនបាញ់មកគឺចាប់ចូលចិត្តហើយសម្រាប់ niche គឺពួកដែល independent artist perfumery គាត់មានសិល្បៈដូចគ្នាទាំងអស់គឺជាសិល្បៈគឺជាចំណង់ចំណូលចិត្តការស្វែងយល់របស់គាត់ដាក់អារម្មណ៍ដល់អីធ្វើនៅក្នុងនឹងអញ្ចឹងណាអញ្ចឹងខ្ញុំចាប់ទុកគាត់ដូច independent artist ហើយព្រោះមិនព្រោះអានឹងវាអាស្រ័យលើយើងអ្នកស្ដាប់ទេតែយើងស្ដាប់មកព្រោះគឺព្រោះហើយមិនអញ្ចឹងតែដល់យើងជជែកគ្នាអញ្ចឹងវាមាន perception 3-4 ដែលគេច្រើនណាស់ compare រវាង niche និង designer perception ទី1គេតែងតែនិយាយថា designer ក្លិនវាស្រួលប្រើជាង niche ក្លិនវារៀង
បើយើងនិយាយភាសាអង់គ្លេសគេហៅ mass appealing មានន័យថាប្រើទៅវាងាយស្រួលឲ្យគេចូលចិត្តហ្នឹងហើយតែអាហ្នឹងយើងគិតថាវាអញ្ចឹងគ្រប់ករណីទាំងអស់ឬមួយក៏វាមាន exception មួយចំនួនដែរ ខ្ញុំគិតថានេះដូចយើងចូលសាលាអញ្ចឹងពីវគ្គ1ខ្ញុំគិតថា designer ក៏ធ្វើបានល្អមែនព្រោះឥឡូវ designer មកនៅខ្មែរយើងរាប់មកណាគេស្គាល់គេមុនគេ Savage Savage ហ្នឹង marketing ដែលសាហាវបំផុតគឺក្លិនប្រុសព្រានហើយណាគេមិនចង់បានប្រើ Savage សំបីខ្ញុំអត់ដែរចូលចិត្តទាំងអប់សោះមនុស្ស stinky មនុស្សដែលស្អុយខ្លួនមកក៏លឺថាSavage ក្លិនប្រុសព្រានចែងបាញ់តែអញមានសង្សារគិតចឹងខុសហើយបើយើងមិនចេះញ៉ៃគេមិនចេះអីគេគឺអត់នៅតែអត់ចឹងតែអប់គឺវានៅតែអប់យើងវានៅធ្វើឲ្យយើងខ្លួនក៏អូបអញ្ចឹងខ្ញុំគិតថាវាដូចការសិក្សាចឹងហើយណាមួយទៀតអារម្មណ៍ទី1វាថ្លៃយើងមានអារម្មណ៍ថាកាលហ្នឹងរំលែកដំអល់ដូច17 18បើតាមមុងចាំកាលមុងទំទិញមកដំបងដូចអត់ដឹង20យេយើងដល់ពេលអញ្ចឹងយើងបាញ់ជួយមក20យេបាញ់ដាក់សួរអ្នកផ្ទះទៀតអូបាត់ហើយគាត់ទៅអត់ស្អីគេDior Savage Dior ស្អីគេងអាហ្នឹងថ្លៃអូបអញ្ចឹងវាតកតងនឹងអារម្មណ៍ទៀតហើយដល់ពេល niche វាមួយយ៉ាងដែរដូចខ្ញុំអត់ដឹងនៅមិនទេនៅស្រុកគេបាប Pura មែនទេតែបើខ្ញុំនៅខ្មែរខ្ញុំបាញ់ខ្ញុំបើខ្ញុំនិយាយពីទាំងអស់ដល់ទៅលើបទពិសោធន៍ជាក់ស្ដែងព្រោះខ្ញុំអ្នកប្រើទេមុននឹងមកលក់ខ្ញុំបាញ់បាប Pura ទៅណាគេថាលុយទោះអ្នកអត់ដែលស្គាល់ទាំងអប់សក៏ថាឈ្ងុយតអប់ឲ្យឈ្ងុយមើលបញ្ចេញសាហាវនឹងអ្វីដែលខ្ញុំឆ្លាញ់ពី niche តោះ stress គេតខ្ញុំនិយាយច្រើនពេក ទៅចាបើចាឧទាហរណ៍ designer ហើយនឹង niche អញ្ចឹងណាបើថា designer គេស្គាល់ច្រើនទៅខ្ញុំឃើញអញ្ចឹងបើថាបាញ់ហើយយើងមានអារម្មណ៍ថាអ៊ុយដូច Dior អញ្ចឹងបាញ់ហើយតែអាប់ជាមួយអញ្ចឹងហើយថា designer គឺថាវាទូទៅស្រួលហត់អីអញ្ចឹងហើយឧទាហរណ៍ចេះបើសិនជាថា niche មួយថា designer គេស្គាល់ច្រើនដែរហើយ niche កម្រថាអ្នកស្គាល់ច្រើនអញ្ចឹងប៉ុន្តែឥឡូវយើងមើលទៅវារៀងថារៀងកើនទីតាមនឹងដែរណាអូខេអញ្ចឹងដូចសិនជាជិះម៉ូតូធ្លាក់ទៅអស់ពី niche មួយ designer គេចូល designer បាត់ហើយ niche សិនអ្នកស្គាល់ហ្នឹងហើយមិនគិតមិនដែរ និយាយទៅបើទឹកអប់វានិយាយខ្លីទៅវា subjective ហ្នឹងហើយបាទ មានន័យថាដាក់ទៅណាក៏ត្រូវចំណង់ចំណូលចិត្តអ្នកនេះគាត់អាចចូលចិត្តក្លិនហ្នឹងប៉ុន្តែអ្នកផ្សេងអត់ចូលចិត្ត បាទទៅ អញ្ចឹងអា different អាភាពខុសគ្នារវាង designer មួយ niche ហ្នឹងគឺត្រង់កន្លែងហ្នឹង បាទ designer គាត់ design ដូចបងគាត់និយាយសម្រាប់ mass appeal អ្នកណាពេលច្រើនឲ្យហត់ទៅចូលចិត្តហ្មង បាទ អត់ចាំដល់ dry down ជាពិសេសអ្នកដែលគាត់ចាប់ផ្ដើមស្រឡាញ់ទាំងអប់ដំបូងក៏អត់មានចាំបាច់ត្រូវការដល់ពេលវាស្ងួតវាអីទេ បាទ ហត់ភ្លាមចូលចិត្តភ្លាមអត់ខ្វល់ បាទ តែបើ design បើ niche វាខុសពីហ្នឹងយើងហត់ទៅភ្លាមដំបូងគឺចប់បណ្ដោយឧទាហរណ៍ ត្រូវបងត្រូវ ដូចទឹកអប់វាគ្រីតក៏ចឹងដែរហត់ដំបូងអត់ចូលចិត្តដែរតែនៅពេលដែលវា smooth វាស្ងួតវាអីទៅចូលចិត្ត ombre nomad ក៏ចឹងជាទឹកអប់ដែរវា designer ឯងតែគាត់ថាវាអាចចូលទៅ series ក្លិនរបស់ពួក niche level niche តែដោយសារវា private blend របស់ designer អញ្ចឹងបកមកវិញវាទឹកអប់វា subjective ហើយ designer គាត់មើលឃើញអាចំណុចហ្នឹង subjective វារៀងធំអញ្ចឹងគាត់ទាញអាចំណុចទូចមួយមក mass appeal វិញមានន័យថាឲ្យ10ចូលចិត្ត9អញ្ចឹងគេស្គាល់ designer ច្រើនជាងនេះក៏ដោយសារអញ្ចឹងដែរ បាទបងចាំ បាទឌី បើសម្រាប់ខ្ញុំស្របតាមគំនិតយោបល់របស់បងត្រង់នេះតែគាត់លើកថា plan designer វាស្រួលប្រើជាង niche ហ្នឹងហើយប៉ុន្តែដូចពីសិនគាត់និយាយចឹងវា subjective ទេចឹងវាអាចក្លិនខ្លះវាមាន designer ពិបាកប្រើដែរប៉ុន្តែបើយើងនិយាយពីទូទៅគឺ designer ពិតជាស្រួលប្រើជាង niche និយាយទៅខ្ញុំគិតថាមកពីការផ្សព្វផ្សាយផងដោយសារតែយើងស្គាល់ផងតែមិនមាន niche ក្លិនល្អមកកណោហ្នឹងហើយតែយើងស្គាល់ថា designer ឥឡូវសួរចុះអ្នកទៅប្រើអត់ហ្មងស្គាល់អត់ស្គាល់អត់មានអ្នកស្គាល់ទេមិនដឹងស្អីគេទេតែសុំឲ្យខ្ញុំក៏ដឹងអញ្ចឹងមកពីការផ្សព្វផ្សាយហើយតែធម្មតាទាំងអស់វាខុសពីផលិតផលផ្សេងទៀតអ្នកប្រើគឺរឹសមែនតើបើសិនឧទាហរណ៍ថាបងបាញ់កោបខ្ញុំសួរបងហើយខ្ញុំប្រើតែ brand ហ្នឹងឯងកម្រដូរអាហ្នឹងមនុស្សប្រុសផងមនុស្សស្រីទៅហត់តែពិបាកទៀតមនុស្សស្រីទៀតគឺគាត់បើថាគាត់ប្រើក្លិនណាគឺក្លិនហ្នឹងហ្មងហើយក្រុមហ៊ុនទាំងអស់គឺអត់ហ៊ានដូរទេហ៊ានតែដូរ DNA ហ្នឹងគឺអត់ប្រើហ្មងមនុស្សស្រីគឺពិបាកមែនតើហើយទីច្រឡំតែចេញមកស៊េរីថ្មីណាដបស្អាតអត់ខ្វល់ តនដូរ ហ្នឹងអត់ដូរ signature scent របស់គាត់មិនចឹងគាត់ប្រើតែ2ដបបានហើយយេ បកទៅអ្វីដែលពីសិនលើកឡើងអាហ្នឹងខ្ញុំគិតថាវាជាអ្វីដែលយើងព្យាយាមនិយាយនៅក្នុង perception មួយដែលគេនិយាយថា
designer ស្រួលប្រើជាង niche ប៉ុន្តែដល់ពេលទៅលើកពី LV Ombre Nomad ទៅលើកពី Dior Sauvage Alexia លើកពីGucci Guilty Absolute Yeah សិតតែ klin ដែលជាប្រភេទ designer បើយើងនិយាយទៅគឺ designer ប៉ុន្តែ3 klin ហ្នឹងបើសិនជាយើងបាញ់សម្រាប់អ្នកដែលគាត់ទៅប្រើទឹកអប់ដបងឬមួយក៏អ្នកប្រើទឹកអប់ទូទៅចុះបាទតែ beginner អីចឹងប្រហែលជាពិបាកទទួលយកដោយសារតែ klin របស់វារៀងខ្លាំងប៉ុន្តែបើយើងនិយាយសួរស្ដាប់ទៅទឹកអប់ designer ភាគច្រើនណាភាគច្រើនគឺគេធ្វើវារៀង mass appealing ហើយ mass appealing នឹងទៀតសោតគឺជាស្ដែងភាគច្រើននៅ top note បាទថា តាមពិតទឹកអប់ designer ច្រើនណាស់ដែលខ្ញុំតេស្តសាកមើលពេលដែលនៅ top note ក្លិនល្អមែនទែនតែនៅពេលដែលវា dry down វាចាប់ផ្ដើមដូរទៅក្លិនមួយដែលមិនថាអត់ល្អទេប៉ុន្តែវាអត់ល្អដោយអាពេលនៅ top note top note គឺបាញ់មកដំបងស្រឡាញ់ហ្មងតែដល់ពេលវា dry down ទៅមានអារម្មណ៍ថាដូចអត់សូវយ៉ាប៉ុន្តែបើ niche perfume បើ niche perfume ភាគច្រើនគឺពេលដែលវាចេញមកដំបងវារៀងពេលខ្លះរៀងបាក់ទទួលយកឬមួយក៏ក្លិនខ្លះវាចេញមកដំបងក៏វាល្អដែរហើយនៅពេលដែលវា dry down រហូតចូលដល់ middle note ឬមួយក៏ base note ហ្នឹងក៏វានៅតែរក្សាក្លិនហើយនឹងរក្សាអាភាពតាក់ទាញរបស់វាហ្នឹងល្អហ្នឹងហើយបើនិយាយទៅមានតែពេលខ្លះ niche ពេលបាញ់ដំបងរៀងបាក់តែនៅពេលដែលវា dry down ក្លិនវាចាប់ផ្ដើមកាន់តែល្អទៅអាហ្នឹងយើងនិយាយពីបទពិសោធន៍ខ្លួនឯងណាប៉ុន្តែបើសិនជាបទពិសោធន៍អ្នកប្រើប្រាស់ទូទៅអាហ្នឹងអាចផ្សេងពីហ្នឹងព្រោះទឹកអប់ដូចយើងនិយាយគ្នាមុនហ្នឹងអញ្ចឹងគឺវា subjective ថាបង มันអាចថាក្លិនហ្នឹងយើងចូលចិត្តអ្នកផ្សេងទៀតដឹងតែចូលចិត្តដូចយើងឯងអត់ដែរ ទៅបងថាចុះគេតែនិយាយថា designer ជាប់ខ្លីយ៉ាងនេះតែតាមពិតមិនថាខ្ញុំហ្មងខ្ញុំគិតថាអត់សឹងក្លិនប្រហើដូចលើគ្នាប្រហែលដែរហ្នឹង ជា perception ទី2រវាង niche និង designer ដែលគេភាគច្រើននិយាយថា niche ច្រើនតែជាប់យូរជាង បាទ outperform designer មានន័យថាទាំងភាយទាំងជាប់ទាំងអីហ្នឹងគឺល្អជាង designer បាទហ្នឹងយើងគិតថាវាពិតក៏ពេលវេលាអត់ទេ ខ្ញុំថាមកតាមក្លិនដែរបងតាមក្លិនបើក្លិនវាផ្អែមវាឈើវាហឹលវាអីអានោះវាជាប់ខ្លាំងរឿងធម្មតាហើយបើថាក្លិនតែប្រហើពិបាកដែរណាបងវាពិបាកបើវាជាប់ពេកដូចមិនស្ទើរភាយមិនដឹងតែបើវាស្ទើរជាប់ប៉ុន្តែវាភាយល្អវិញអាណាអត់ដឹងអាហ្នឹងបត់ពិសោធន៍ខ្ញុំទេបាទ ទៅដោយសារតែចេះមួយអ្នកខ្លះគេថា designer designer ជាប់ខ្លីជាង niche ដោយសារចេះអ្នកខ្លះនៅខ្មែរពីច្រើនថាគេរបស់ថ្លៃនឹងអាចចំ20ម៉ោងឯងអញ្ចឹងមួយអញ្ចឹង 24 ម៉ោង អញ្ចឹងទៅថាអូយ design niche ថ្លៃអាចជាប់យូរជាងប៉ុន្តែវា not in case ទេដូចនេះលើកតមួយតម្លៃថ្លៃ300 400 LV afternoon swim អែមលយតែ performance 30 នាទីឬម៉ោងអញ្ចឹងពេលខ្លះថាវាមិនអាស្រ័យទៅលើថ្លៃអាស្រ័យទៅថាតាមខ្ញុំអានេះគាត់តែជា opinion មកតែខ្ញុំគឺថាគឺគ្រឿងផ្សំការ blend note របស់វាបាទហ្នឹងហើយ ហើយមួយទៀត concentration កម្រិតប្រេងក្នុងទឹកអប់ជួនកាលបើគាត់និយាយថាទឹកអប់នឹងជាប់តិចជាងទឹកអប់នោះអត់ត្រូវដោយសារបើសិនយក EDT ទៅ compare មក EDP មិនត្រូវបាទជួនកាលដូចអូននិយាយចឹងទៅលើ note ទៅលើ ingredient ទេទឹកអប់ខ្លះ EDT ជាប់ជាង EDP បាទមានបងមាន ក្លឹប EDT ខ្លះ perform ល្អដូចឧទាហរណ៍ថា JPG label EDT មែនតែជាប់បានយូរជាប់យូរហើយភាយខ្លាំងទៀត Ultra Male The Ultra Male EDT intense នេះមិនដែរក៏ជាប់ខ្លាំង បកបើអង្គកាត់តិចបកទៅ LV afternoon swim មូលហេតុដែលគេធ្វើវាឲ្យជាប់ខ្លីហ្នឹងព្រោះគេប្រើពាក្យ afternoon swim ហ្នឹងតាយើងគេបាញ់ទៅហែលទឹក1ម៉ោងហើយមកវិញវាគួរអស់ក្លិនយើងស្លៀកពាក់យើងដូរប្រើទឹកអប់ផ្សេងហ្នឹងទៅអញ្ចឹងអាហ្នឹង basically គឺវាជា freshness ដែលយើងប្រើសម្រាប់ចេញក្រៅរយៈពេលខ្លីទៅហាត់ប្រាណឬមួយក៏អីអញ្ចឹងណា បើភ្ញៀវខ្លះគាត់យល់គាត់ថាជួយឲ្យទៅអស់ហើយ5 600 3 400អីជាប់ 2-3 ម៉ោងហ្នឹងអូនឯងមកទៅអស់ខ្លាយទេវាមិនជាប់ដល់ណាវាខ្សោយដល់ថ្នាក់ហ្នឹងគាត់ថាជាប់វាអត់ភាយវាស្ទើរអីមួយអញ្ចឹងដល់យើងថ្ងៃហ្នឹងវាធំក្លិនហើយយើងស្គាល់ LV គេ LV គ្រាន់កាបូបវាប្រហែលតែស្អីគេទូចមួយតែអា case ដាក់លុយវានៅក្រោយ iPhone វាតម្លៃប្រហែលអញ្ចឹងទៅអស់មកគេគ្រាន់បាញ់កំសាន្តអារម្មណ៍ទេបងម្លាញ់ មិនចឹងឯងបង តែបើយើង compare ថ្លៃទឹកអប់របស់ LV ជាមួយនឹងកាបូបវារៀងខុសគ្នាឆ្ងាយមែនតែបើមានទឹកអប់មួយ brand ទៀតដែលយើង compare ទៅថាតែខុសខ្លាំងគឺ Hermes
Dạng mấy dương mới cầm bộ bớt đằng này tao lại mà ta đâu bây giờ mới tập ấp thóc chừng LV trở nên đôi chờ theo đi Hermes đôi phụ private collection môi trường nôn bao Hermes nó coi tao lại apply này more or less việc đôi sang thanในក្នុង range របស់ affordable fragrance ប៉ុន្តែបើនិយាយពី fashion product របស់គាត់ឬកាបូបឬមួយក៏កៅអៅវិញចប់ហើយតម្លៃវារៀងខ្ពស់ជាង LV ទៀត ដោយសារតែនោះគាត់ឆ្អិនជាងបងអាលើដូចក៏អូកាគាត់ឆ្អិនជាងអបLV គេជួបប្រជុំរីរៀងលយដែរ បាទ ព្រោះក្លិនរៀងបើយើងនិយាយទៅវារៀង twist ទឹកអប់អីផ្សេងយកមកបញ្ចូលគ្នាប៉ុន្តែគេធ្វើវាល្អធ្វើឲ្យ better performance គេអត់ខ្វល់ទេអ្នកទិញ LV ណាដែលទៀមទា performance អត់ស្គាល់ខ្វល់តែដូចម៉ូខ្ញុំឥឡូវគាត់ដាក់កំង afternoon swim ទៀតហើយសួរគាត់ធ្លាប់ប្រើ afternoon គាត់ប្រើអស់3ដងទេគាត់មានខ្វល់រឿង performance គាត់យកបាញ់ឡានលេងទៀតគាត់បាញ់ឡានលេងគឺគាត់អត់ចូលចិត្តទឹកអប់ឡានគាត់ថាដូចប្រេងមែនចឹងគាត់យក LV បាញ់ពេញឡានគឺគាត់អត់ខ្វល់ពី performance ទេគាត់ក៏ធ្លាប់និយាយមួយខ្ញុំថា LV គឺលក់ភាពងាយស្រួលគឺឆាប់គេចូលចិត្តគាត់បាញ់មកឆាប់ចូលចិត្តអញ្ចឹងអ្នកបាញ់ LV បើសិនជាពួកអាខ្មៅវាណាជាប់អាដល់ខ្មៅវាដល់ជាប់សាហាវហ្នឹងយើងទ្រាំបានហ្នឹងយើងពួកក្លិនវាធ្ងន់ប៉ុន្តែបើថានេះវាហ្នឹងគឺគាត់អត់ខ្វល់ទេគឺសំខាន់ភាពងាយស្រួលហើយនឹងលក់អារម្មណ៍ឲ្យគាត់ដល់ស្អាតមែន អញ្ចឹងបកមកអ្វីដែលយើងលើកឡើងមុនហ្នឹងអញ្ចឹងមានន័យថា designer មិនប្រកាសថាជាប់ខ្លីជាង niche ទេ បាទ អញ្ចឹងដល់ពេលយើងលើកអាហ្នឹងមកវិញថាតើធ្លាប់មានទឹកអប់ niche ណាដែលយើងទិញហើយយើង expect ថាវាជាប់យូរប៉ុន្តែជាក់ស្ដែងវាជាប់អត់សូវយូរឬមួយក៏យើងគិតថាអូឲ្យតែទឹកអប់នេះបាញ់ទៅដឹងតែដូច nuclear អញ្ចឹងបាញ់ទៅគឺភាយខ្លាំងជាប់យូរអីចឹងទៅប៉ុន្តែដល់ពេលជាក់ស្ដែងមកដល់វាប្រើអត់ដូចអ្វីដែលយើងរំពឹង ខ្ញុំធ្លាប់ខកចិត្តមួយ Initial Paragon ខ្ញុំបាញ់ Latifa Video Vintage កាលនោះខ្ញុំជួបបងខ្ញុំបានដូចផនលៀបមុខដល់ពីផនហើយដូរទៅ Radio វិញអានោះមិននិយាយ projection ទេហើយគឺភាយសាហាវហ្មងអែមលេះទៅឥឡូវបាញ់មួយស្មើខ្ញុំចូលចិត្ត clone ជាងខ្ញុំនិយាយមែនណាខ្ញុំចូលចិត្តវា sweet របស់វារៀងឆ្ងាញ់ជាងអីចឹងទៅហើយដល់បាញ់យើងធ្លាប់បាញ់អាហ្នឹងលេងតែបាញ់ Initial ចុយអស់ក្លិនមែនអត់មើលចុយអស់មែនទេ អញ្ចឹងអាហ្នឹងខ្ញុំខកចិត្តទៅអប់នឹងមួយប៉ុន្តែបើសួរក្លិនហ្នឹង Scent Profile ហ្នឹងខ្ញុំស្រឡាញ់ខ្ញុំនៅស្រឡាញ់ខ្ញុំនៅតែប្រើចឹងអងឯង Initial Paragon នៅកន្លែងខ្ញុំលក់អត់ដាច់ទេបាទខ្ញុំបាញ់អ្នកឯង តែខ្លួនឯង Paragon វាជាក្លិនល្អនិយាយទៅក្លិន niche មួយដែលល្អប៉ុន្តែគ្រាន់ថាវាមិនសម្រាប់អ្នកគ្រប់គ្នាហើយតាមពិតទៅ Initial Paragon ក៏ជាក្លិនមួយដែលខ្ញុំចូលចិត្តដែរ one of my favorite ហើយខ្ញុំមានទាំង clone និងទាំង original នៅក្នុង collections បើសម្រាប់ខ្ញុំទឹកអប់ niche ដែលប្រើទៅរៀងតែថាយើងគិតថាអានឹងយកមកវានឹងជាប់យូរតែដល់ពេលជាក់ស្ដែងវាអត់សូវគឺ Ex Nihilo Fleur Narcotic ខ្ញុំស្មានមកនិយាយ Roja Elysium ទៅវិញ អានឹងយើងមិននិយាយព្រោះមានគេនិយាយច្រើនហើយជាក់ស្ដែង Roja Elysium ក៏អញ្ចឹងដែរវារៀងជាប់រៀងខ្លីបើយើង compare មួយ designer ឥឡូវទៀតថាយើងយក designer មួយដែលថាតម្លៃធូរជាង Roja Elysium ចុះអាចថាឥឡូវយើងមិននិយាយអីច្រើនទេយើងយកតែ Mont Blanc Explorer យកមកនិយាយបាទហើយក្លិនវារៀង vibe ស្រៀងគ្នាអញ្ចឹងចុះហ្នឹងហើយ Mont Blanc Explorer ជាប់យូរជាង Roja Elysium បាញ់តែមក plate ហើយវាហាអាហ្នឹងវាមកពី reformulation មួយចំនួនអញ្ចឹងប៉ុន្តែមកឥឡូវយើងបកទៅវិញមានន័យថា designer មួយចំនួនក៏ជាប់យូរជាង niche ដែរហើយ niche មួយចំនួនក៏ performance របស់វារៀងធ្វើឲ្យយើងខកចិត្តដែរដល់ពេលយើងនិយាយពី Roja Elysium យើងទៅនឹកឃើញ Creed Aventus ទៀតដែរហ្នឹងហើយអញ្ចឹង Creed Aventus ជាទូទៅ performance របស់វាមួយរយៈក្រោយហ្នឹងវារៀង improve បន្តិចមែនប៉ុន្តែវានៅតែអត់សូវខ្លាំងតែបកមកវិញសួរថាយើងគួរតែអត់ប្រើ Creed ទេយើងគួរតែស្អប់ Creed រើសអើងវាអត់ទេបើសិនជាយើងស្រឡាញ់ scent profile របស់វាស្រឡាញ់ពី quality របស់វាយើងនៅតែបន្តប្រើទៅបាទអញ្ចឹងវាសំខាន់មិនមែនមានន័យថាការប្រើទឹកអប់វាត្រូវតែដល់តែជាប់ខ្លាំងភាយខ្លាំងបាទដល់តែ Wismode ដាក់មកគេហៅភាយពេញបន្ទប់ហ្មងបានយើងប្រើទេ no អត់ទេមានន័យថាបើសិនយើងស្រឡាញ់ក្លិនហ្នឹងយើងអាច afford ប្រើបានបើយើងមានលទ្ធភាពសម្រាប់ទិញវាបានប្រើចុះបាទហ្នឹងអញ្ចឹង designer and niche វាមិនមែនមានន័យថា niche ដឹងតែខ្លាំងជាងរហូត designer ដឹងតែខ្សោយជាងរហូតទេវាមានទាំងអប់ designer មួយចំនួនក៏វាជាប់យូរខ្លាំងដែរបាទទីហោទៅ YSLY EDP ក្លិនក៏ fresh សូលប្រើប៉ុន្តែវាជាប់បានយូរបាទ so white elixir យើងមិននិយាយទេបាទ តោះ trend កាន់ ហ្នឹងហើយនិយាយទៅអ្នកខ្លះគេថាភាពជាប់
សំខាន់រហូតហ្មងប៉ុន្តែចំពោះផ្ទាល់ភាពជាប់វាមិនទៅជាសំខាន់រហូតទេដូចអញ្ចឹង afternoon swim អញ្ចឹងបាញ់សម្រាប់ថាទទួលបានអារម្មណ៍ដូចយើងហាលទឹកអញ្ចឹងណា Yeah. ហាលទឹកវាបានមួយពេលអញ្ចឹងខ្ញុំគិតខ្លះចេះឧទាហរណ៍ចេះថ្ងៃហ្នឹងយើងមាន2 event ចូលគ្នាព្រឹកឡើងយើងថាទៅញ៉ាំការពេលព្រឹកអញ្ចឹងយើងប្រើទៅអប់មួយហើយអាទៅអប់ដែលយើងប្រើដំបូងអញ្ចឹងវាខ្លាំងពេកអញ្ចឹងយកចោលវាជាប់ស្បែករហូតទៅដល់ពេលល្ងាចអញ្ចឹងដល់ពេលល្ងាចអញ្ចឹងវាជាប់រហូតពេកវានៅនឹងរហូតណាយើងអាចប្រើទៅអប់វាផ្សេងបានហើយវាថាចំពោះផ្ទាល់ពេលខ្លះភាពជាប់វាអត់សូវជាសំខាន់រហូតណាមិនគិតមិនដែរបងម៉ាឌី កន្លែងនេះខ្ញុំចង់សរុបទីឧទាហរណ៍ដូចជាក្លិន afternoon swim យើងក្លិនវា fresh ហើយខូចហើយយើងសម័យភស្តុភារយើងមួយថ្ងៃបើបងនិយាយគឺក្លិនក្រូចនៅជាប់ខ្លួនរហូតមានអារម្មណ៍មិនដែរដូចយើងកុំមិនចេះល្អហ្មងទៅក្រូចមួយថ្ងៃបងនិយាយហ្មងក្រូចដល់និយាយ ហើយដល់ តែវិញ topic បងថាទឹកអប់នេះឈ្ងុយណាខកចិត្តវិញអត់ topic ទេ វាបើសួរថាខកចិត្តវាមានច្រើនមិនថា niche មិនថា designer ដូចគ្នា បាទ អ្វីដែលខកចិត្តធំបំផុតហ្នឹងគឺ reformulate យេយើងគិត ធ្លាប់តាក់បើពាក់ព័ន្ធមួយ Layton បងធ្លាប់ខកចិត្តដោយសារតែវា reformulate ច្រើនដងដំបូងកាលប្រអប់នៅកលាមានឆូតពីមុខហ្នឹងអាហ្នឹងនៅ perform ល្អតោះមកនៅពេលដែលចេញប្រអប់លាតឡើងសូវល្អហើយមានន័យថាខ្ញុំអត់ដឹងថាទាំងអស់តែឮពាក្យថា reformulate មួយគឺចាប់ផ្ដើមធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានកន្លែងណាខកចិត្តមួយហើយបើមិនភាពជាប់កម្រិតភាយហ្មងពេល reformulate អញ្ចឹងតាក់ទងមួយខកចិត្តវាអាចពាក់ព័ន្ធមួយរឿងហ្នឹងមួយទៀតខកចិត្តអាចដោយសារតែ market មានតែគេ hype ទៅយើងទិញតាមគេដល់ពេលអញ្ចឹងវាសួរដល់ចំណុចហ្នឹងមានន័យថាយើងចាប់ផ្ដើមធ្វើឲ្យយើងមានអារម្មណ៍ថាយើងទិញតាមគេសិនដល់ពេលហើយដល់ទឹកអប់ហ្នឹងវា subjective យកមកត្រូវមួយយើង Yeah. Okay. ដូចខ្ញុំហ្មងខ្ញុំទស្សនៈខ្ញុំ perspective ខ្ញុំអ្នកលក់ផងអ្នកប្រើផងខ្ញុំអត់ដែរឲ្យភ្ញៀវគាត់ឡាញបាយទេបើគាត់ឲ្យណែនាំហ្មងខ្ញុំប្រាប់ហានិភ័យហ្មងខ្ញុំអត់ដឹងបើឲ្យឆ្លាញ់ក្លិនអីទេតាមលើស្រីយើងឆ្លាញ់ប្រភេទខុសគ្នាបើខ្ញុំទៅណែនាំទាំងអស់អញ្ចឹងយើងពិបាកមែនតើតែបើឲ្យខ្ញុំមាន2 option ហើយបងបើចង់បានដូចគេចង់បានខុសគេខ្ញុំវាច្រើនខ្ញុំណែនាំទាំងអស់អញ្ចឹងហើយដូចគេដាក់មួយ list យើងនិយាយឡើងចាំមកខុសគេ personal favorite របស់ខ្ញុំ ឬមួយក៏ចង់បានក្លិនណាដែលខ្លួនឯងចូលចិត្តចង់ដឹងប្រើទៅណាតម្រូវការចូលចិត្តអីហ្នឹងហើយ ក្លិនជួនកាលគាត់ miss បានន័យថាអា note ទៅអប់មួយចំនួនណាខ្ញុំឧទាហរណ៍ដូចនៅក្នុង stronger វិញចុះខ្ញុំលក់ទៅអប់រៀងថាចិត្តថាមួយឆ្នាំគាត់ហិត stronger វិញដូចតែគាត់ឲ្យខ្ញុំរកក្លិនតែគាត់ហើយខ្ញុំទៅរកក្លិនតែយកស្អងលោកឆាអត់ទេ amber ហ្នឹងចឹងមែននៅក្នុងហ្នឹងឲ្យតែមាន amber នៅក្នុងហ្នឹងដូចតែអញ្ចឹងបើសិនយើងអត់មានបទពិសោធន៍យើងយកក្លិនតែចង់100គាត់ហិតត្រូវទេតែមើលក៏រកនៅចិត្តដៃនេះទេនៅចិត្តដៃមនុស្សបើថាមកទិញវិញ70នាក់ឯងក្លិនតែដាក់តែមកត្រូវអត់ត្រូវនេះដល់យក stronger មកនេះឥឡូវខ្ញុំដឹងអាហ្នឹងគេហៅបទពិសោធន៍ដល់អញ្ចឹងមិនមែនក្លិនតែអាហ្នឹងតែតែវាពណ៌ទឹកតែ តាមពិតបើបទពិសោធន៍តាក់ទងមួយ note តែហ្នឹងណាបើបងហ្មងនៅពេលដែលទឹកអប់ហ្នឹងមានក្លិនខ្ញីមាន amber មាន vanilla មាន mask ដូចតែឧទាហរណ៍ Riven Ginger 10 U ដូចតែដូចតែខ្ញីអញ្ចឹងប៉ុន្តែបើសួរថា note market note របស់វាមានតែអត់មានទេដោយសារតែបទពិសោធន៍ដែលវាអា note ចូលគ្នាហ្នឹងហើយ blend ណាមាន amber មានខ្ញីមាន vanilla ហាត់ដូចតែ អញ្ចឹងតែឃើញ Nishane Ani អញ្ចឹងណា ក្លិនវាបើសួរថាវាក្លិន green tea ដូច oolong cha អត់វាអត់ដូចទេប៉ុន្តែវាក្លិនវាឲ្យ vibe របៀបដូចរៀងតែបន្តិចរៀងប្រហើបន្តិចប៉ុន្តែវាមិនមែនចំហ្មងទេវាគ្រាន់ថាវា remind យើងពីអាហ្នឹងតែបើយើងមើល note អត់ចេញទេអត់មានតែដូចខ្ញុំហិត note តកាយខ្ញុំហិតដូចសក់ខ្ញុំអត់ដឹងកើតអីខ្ញុំខ្ញុំហិតដូចសក់តែនៅក្នុង note អត់មានសក់ផងហ្នឹងaquatic note វាក្លិនវារបៀបដូចក្លិនរបៀបដូចយើងពេលយើងទៅហែលអីនៅអាងទឹកឬមួយក៏នៅទឹកសមុទ្រអីចឹងវាមានអាក្លិនទឹកហ្នឹងបើយើងនិយាយឲ្យសួរស្ដាប់ថាអានឹងក្លិនទឹកតែបើយើងនិយាយមួយម៉ាត់ទៀតឲ្យសួរស្ដាប់ថាក្លិនវាឆាបតិចវាឆាបតិចបាទអញ្ចឹងអានឹងវាពេលខ្លះរហូតនៅក្នុង note ហ្នឹងអត់ឃើញទេបាទ note វាតាមពិតទៅវាគ្រាន់តែជា
marketing indication ទេមានន័យ បាទ ថាវាជាកំណត់ចំណាំមួយឲ្យយើងស្រួលមើលឃើញថាទាំងអស់ហ្នឹងវាអាចមានក្លិនមិនតែបើសួរថាអាក្លិនហ្នឹងវានឹងចេញមកអញ្ចឹងឲ្យតែមាន note ហ្នឹងដឹងតែចេញមកអញ្ចឹងហ្មងពេលខ្លះអត់ប្រកាសទេទាំងអស់ខ្លះមាន note ហ្នឹងប៉ុន្តែហិតទៅអត់ដឹងក្លិនហ្នឹងឯងបាទពេលខ្លះទាំងអស់ខ្លះអត់មាន note ហ្នឹងឯងប៉ុន្តែហិតមកវាចេញក្លិនហ្នឹងមកវិញ ពេលខ្លះភ្ញៀវក៏ឆ្ងល់ដែរថាឆ្មៃនិយាយ note ខុសពី note ទីកា fragrance ទីកាខ្ញុំដែរចុះបងហិតឃើញអញ្ចឹងបងធ្វើមិនអូន អាហ្នឹងបងអូនចង់ហិតឃើញ dinosaur ក៏បងដឹងធ្វើមិនអាហ្នឹងវា personal favorite បងអូនមែនបងឯងខ្ញុំពីច្រើនពេលខ្លះមើលពេលខ្លះជួបប្រទេសអីយើងនិយាយហ្នឹងវា ក្លិន dinosaur នៅគុំចាំទិញឡើយ អត់មានទេមើល zoologist T-Rex ធីរិច zoologist T-Rex លើថាក្លិនហ្នឹងក៏រៀងកាចសាហាវមិនចាញ់ LV Ombre នោះមកណាស់ដែរប៉ុន្តែលើថាដូចគេរៀងកាចជាងផងណាអញ្ចឹងចាំមើលថ្ងៃណាបើមានឱកាសចាំសាក់តម្លាក់ អត់ទេខ្លះ zoologist ខ្ញុំអ T-Rex ត់មានអីកាចដល់ secretion មកនេះទេ ល្បីយូរចង់ហិតដែរនេះថ្ងៃបាត់ដាក់មក អត់បានដាក់មក និយាយទៅអ្នកបាញ់ក្លិនធ្ងន់ធ្ងរវាច្រើនគាត់ចូលចិត្ត take advantage លើគេ Yeah. បើឧទាហរណ៍ទៅការបាញ់អត់យើងបាញ់ក្លិនធ្ងន់ដល់ឈប់អស់លីមែនតែអប់ដូចវាប៉ះគ្នាហ្មងវាប៉ះគ្នាមែនតាពេលដែលមិត្តភក្តិខ្ញុំបាញ់តែអប់ណាក្លិនរៀងធ្ងន់ខ្ញុំលេងធំក្លិនខ្លួនឯងអង្គុយហត់បាត់អស់លីងសើក្លិនវាអញ្ចឹងពិបាកមែនទេ ចង់បានក្លិនដែលលុបលើគេខ្លាំងហ៎អូខេ follow by kerosene ចង់សាចង់សាចាំមកយកឲ្យសាយ៉ាអាក្លិនហ្នឹងបាញ់ទៅគឺបន្ទប់ប៉ុណ្ណាក្លិនហ្នឹងនៅពេញក្នុងហ្នឹងប៉ុណ្ណឹងហ្មង ក្លិនមកដកក្លិនរៀងអែមដែរក្លិនធ្ងន់វាលេងធំដូចទឹកស៊ីអ៊ីវវិញ follow by kerosene ហ្នឹងវាមានក្លិនកាហ្វេហ្នឹងរៀងខ្លាំងតែដល់ពេលជាក់ស្ដែងដល់ពេលវាកាហ្វេខ្លាំងពេកទៅវាទៅចង់ក្លិនដូចទឹកស៊ីអ៊ីវវិញ បងទេក្លិនដល់ក៏អូបដែរមិនស្រួលលុបលើគេបងតែអេមរ៉េហ្នឹងវាល្អដែរហ្មងល្អពេលស្ងួតអ្នកខ្លះភ្ញៀវខ្ញុំម្នាក់ដែលថាខ្ញុំប្រាប់គាត់ដូចបងប្រុសហ្នឹង shout out ទៅគាត់ហ្នឹងគាត់ស្ដាប់អត់ទេនេះបងប្រុសខ្ញុំហ្នឹងគឺគាត់បាញ់ឲ្យប្រាណូមេតគឺគាត់បាញ់ចោលអាវចោលហ្មង20ឈីត3ម៉ោងយកពាក្យវាយើគាត់ចឹងវិញ តែបើក្លិន loud ដែលជា favorite របស់ខ្ញុំហ្មងគឺ Amouage Interludes តែរបស់ខ្ញុំ version Black Iris អត់ទេតែបងតែគាត់ធ្វើចឹងដូចត្រូវហើយអមរិននោះមកហ្នឹងដូចជាអា opening វារៀងឈួលហាស្តិកធំក្លិនពេញកាតិចតែពេលត្រៃដល់នោះល្អ តែបើនៅប្រទេសក្រៅគេចូលចិត្តអា top note ហ្នឹងវិញដូចនៅអារ៉ាប់នៅពួកគាត់ចូលចិត្ត top note ដើម្បីឈ្នះគេដែរ បាទតែឥឡូវយើងចូលទៅអា miss សុំតោះមិនមែន miss ទេអានេះយើងអាចនិយាយថាវាជា perception ទី3តទៅមួយ niche ហើយនិង designer គេច្រើនតែនិយាយថា designer វាធូរថ្លៃជាង niche បាទតែហ្នឹងអ្នកទាំងអស់គ្នាគិតថាវាត្រូវទាំងអស់ហើយឬមួយក៏អត់ដែរ ថ្ងៃបងអើយមើល LV មើលដល់ symphony មើលម៉ែដល់មក600ជាង តាមពិតLV ឬមួយក៏ private collection របស់ designer house មួយចំនួនដូច Dior private line YSL private line ឬមួយក៏ Guerlain private lines សិតតែជាទាំងអស់ដែលមានតម្លៃថ្លៃតាមពិតទៅនៅក្នុងហ្នឹងខ្ញុំសឹងតែនិយាយថា Guerlain រៀងថ្លៃគួរសមជាង line ផ្សេង Guerlain តែដល់ពេលអញ្ចឹងក៏យើងមើលឃើញ niche មួយចំនួនតម្លៃវាគួរសមដែរធូរដែរខ្ញុំឧទាហរណ៍ថាដូចមាន Mancera បាទមាន Montals មាន Aqua di Parma សិតតែជាប្រភេទ niche ដែលតម្លៃវារៀងគួរសមអាចទទួលយកបានហើយបើយើងនិយាយពី performance របស់ពួកគាត់ទៀតបើអ្នកស្រឡាញ់ performance ហ្មងស្រឡាញ់ projection ហ្មងអាចទៅរក3ម៉ាកហ្នឹងបានគឺតម្លៃវារៀងសមរម្យជាងទាំងអស់ niche ផ្សេងទៀតសឹងថាពេលខ្លះធូរថ្លៃជាង designer មួយចំនួនផងតែគ្រាន់តែក្លិនវាពេលខ្លះវារៀងដូចនិយាយស្រួលស្ដាប់តែរៀងស្តៀងគ្នាដែរដូចបើ Montal និង Mancera ភាគច្រើនគឺធ្វើឆ្លោះគ្នាហ្មង Montal មានអានេះ Mancera មានអានេះពួកពីរហ្នឹងជា related company ទេមានន័យថាជាក្រុមហ៊ុនតកែតែមួយទេតែគ្រាន់ថាគាត់ធ្វើ design ផ្សេងគ្នាអញ្ចឹងតែក្លិនមួយចំនួនគឺមកដូចគ្នាខ្ញុំឆ្លាញ់ Mancera គឺគាត់ធ្វើដបពេលតែធ្វើដបហ្នឹង Mancera គាត់មានសិល្បៈរបស់គាត់តែអ្នកខ្លះមើលអត់ដឹងទេគាត់ស្មានឆ្លតអមលាយមែនដបស្អីចឹងយើងខ្លះនិយាយចឹងមែនណាតអមលាយមែនមើលបិទដាក់ដបមួយបិទផ្លាក់ហើយបើមកតើបងខ្ញុំមិនដឹងណារ៉ាប់ប៊ីនតុងការទិញថ្លៃដល់កោ170 180កាលហ្នឹងលឿនបងខ្ញុំវាថាតអប់ស្រាយកបាញ់អាចឆ្មាបាទខ្ញុំចាំឆ្មា
Buộc táo lươn dạng này មកតាល់បើយើងនិយាយពីដបវាវិញស្រាលហើយវាដូចជាមើលទៅវាអត់សូវ premium ណា Bạn ở កាន់ premium តែសំទោសពេលកាន់អត់សូវ premium តែមើលទៅយើងគួរសមដែរតែបើយើងនិយាយពីអ្នករកស៊ីវិញមកតាល់ដឹកចំណេញព្រោះថ្លៃដឹកវាធូរ Sraល្អ វាស្រាលល្អ យកមកអ្នកអត់ដែរប្រើសេវអ្នកលក់ទៀតជួយក្លោកអត់ ហោ ក្លោកហើយ ក្លោកនេះចូលអត់ពេញយើងតែអត់ពេញនេះទៅអត់ពេញ បើនិយាយទៅ Montal មួយ Mansara ហ្នឹងគេ design មកឲ្យអ្នកដែលគាត់ចូលចិត្តក្លិនប្លែកៗ បាទ ហ្នឹងហើយប្លែកៗជាប់ហើយបើមើលការ design របស់គាត់ពីរហ្នឹងអាចបែងចែកចេញ Mansara គឺធ្វើសម្រាប់នៅប្រុស Montal គឺសម្រាប់នារីហ្មង បាទ ដោយសារតែភាគច្រើនគឺ market របស់គាត់ចេញមកឲ្យយើងមានអារម្មណ៍អញ្ចឹងហ្មងតែគ្រាន់តែ design របស់គាត់រៀងប្លែកត្រង់មានកាបូបពីខាងក្រៅមួយ ហ្នឹង signature របស់គាត់ signature របស់គាត់គឺស្អាតដបរបស់គាត់នៅទៅសាមញ្ញតែមើលយូរដែលពេលដែលតាំងស្អាតពេលដាក់តាំងស្អា មា ត នច្រើនបាទមានច្រើននៅក្នុង collection ពេលយើងតាំងស្អាត ខ្ញុំស្រឡាញ់ JPG ធ្វើ marketing ដបប្លែកអ្នកអត់ចង់ប្រើដែរពេលដែលខ្ញុំចាប់ផ្ដើមប្រើតអប់កាលហ្នឹងខ្ញុំមើលវីដេអូបងមួយណាទេគាត់ចេះគោះ JPG គាត់ទៅគោះនៅខាងលើ គេថាជួយទិញអស់100ជាងឲ្យឯងកោះពិបាកទៀតខ្ញុំអត់ដឹងថាគាត់ដឹងអត់ឬក៏អត់ទេណាហើយយើងអ្នកអត់ដែរប្រើដែរជួយតោះស្គីផ្លែកនេះចង់ដឹងមកយើងហៅថាសាច់ដុំហ្នឹងបានប្រើសាច់ដុំដែរហើយវាមាន legacy ពីស្រាសាច់ដុំមកវាចាស់ legacy ពីហ្នឹងហ៎ យ៉ា ទៅយើងជួយចង់សើនេះចង់សើអានោះសិនតិចអញស្បាយខ្ញុំស្រឡាញ់ទឹកអប់ប្រើแล้วលក់ប្រហើយចុះបើដូចឧទាហរណ៍ថា designer មកយើងរាប់គាត់ថាហើយវិញធ្វើកាបូបធ្វើអីចុះដូចអាម៉ាស់នេះមានធ្វើក្រែមធ្វើអីដែរនេះ designer ដែរឡាតហ្វាធ្វើនេះការនេះមកស្ទើរមានទឹកអប់ទេណាចាំងគួរខ្ញុំមានចាំងគួរដល់ collection ចាំងគួរតែអត់មានលុយទិញឡានវា see you ចាំងគួរ បើយើងនិយាយតាមនិយមន័យដែលយើងលើកឡើងពីខាងដើមមកហ្នឹងមានន័យថាជាប្រភេទ perfume house ឬមួយក៏ផ្ទះទឹកអប់ណាដែលគាត់ធ្វើទាំងទឹកអប់ទាំង fashion product ផ្សេងៗទៀតឬមួយក៏ cosmetic ហ្នឹងអាហ្នឹងយើង រាប់ជា បកវា design ថាជា designer បាទ បាទហើយផ្ទះទឹកអប់ណាដែលគាត់ធ្វើតែទឹកអប់ទេបដោតតែលើតែទឹកអប់ទេអាហ្នឹងយើងហៅវាថា niche បើយើងយោងតាមនិយមន័យតែប៉ុណ្្នឹងអញ្ចឹងអា mouth designer លទ្ធផលក៏ designer ដែរព្រោះពួកគាត់ basically speaking គាត់មានទាំងទឹកអប់គាត់មានទាំងផលិតផលផ្សេងៗនៅក្នុង portfolio របស់គាត់នៅក្នុងក្រុមហ៊ុនរបស់គាត់អញ្ចឹងទឹកអប់អារ៉ាប់ខ្លះទៅជា designer ហើយឥឡូវតែដល់ពេលនិយាយអញ្ចឹងទឹកអប់ niche គឺជាក្រុមហ៊ុនទឹកអប់ដែលគាត់ផ្ដោតទៅលើទឹកអប់ឯងអញ្ចឹង Fragrance World, Friend Avenue, Afnan អីហ្នឹង Paris Corner អីហ្នឹងអានេះយើងរាប់វាថាជា niche ដែរឬមួយក៏មិន នេះតា នេះ យ៉ាបើយើងនិយាយតែពីនិយមន័យអញ្ចឹងមានន័យថាវាជា niche វាជា niche ហ្នឹងបើយើង base លើតែនិយមន័យហើយបើយើងមើលទៀតសោតមិនមានន័យថាតតែទឹកអប់មកពីអឺរ៉ុបឬមួយក៏ទឹកអប់មកពីអាមេរិកបានយើងរាប់វាថាតតែធ្វើទឹកអប់សុទ្ធបានហៅ niche ទេចុះបើសិនជាមកពីអារ៉ាប់មកពីអូមែនមកពីគុយវ៉ែតមកពីប្រទេសផ្សេងទៀតដូចឥឡូវនៅជុំវិញប្រទេសកម្ពុជាយើងដូចវៀតណាមដូចឥណ្ឌូនេស៊ីដូចអីគេចាប់ផ្ដើមធ្វើទឹកអប់របស់គេខ្លួនឯងដែរ chứនៅអារ៉ាប់មានមួយធ្វើបើមានAmouage អាម៉ាចហើយនឹងអានឹងមកពីអូមែន បាទ បាទហើយនឹងមកពីគុយវ៉ែតយើងមានជីសា ហើយនឹងមកពីបើប្រទេសនៅ UAE ខ្លួនឯងហ្នឹងគេមាន Spirit of Dubai បាទ Spirit of Dubai ហ្នឹងវាជាប្រភេទទឹកអប់ niche ហើយតម្លៃថ្លៃតែដល់ពេល Friend Avenue niche ដែរមិនតែតម្លៃធូរហ៎ បើតាមមើលទៅដូចបងនិយាយចឹងជួនកាលវា hidden ណាអត់មានអ្នកនិយាយអត់ដឹងទឹកអប់អារ៉ាប់ខ្លះ niche អារ៉ាប់ខ្លះថ្លៃយើងអាន fast ដូចអីតម្លៃវាមួយដបថ្លៃយើងឲ្យពី2ដងអីតម្លៃវា 3-400 ត្រឹម 50 ml ទេជួនកាលបើចឹងបកមកវិញទឹកអប់អារ៉ាប់ក៏ niche ដែរគាត់ថា niche ដែលយើងដូចឃើញដូច French Avenue ដូច Fragrance World ដូច Afnan ហ្នឹងគឺជាទឹកអប់ដែល design niche សម្រាប់អ្នកដែលគាត់មានកម្រិតថវិកា ខ្ញុំគិតថាគេមាន purpose របស់គេទាំងអស់ហ្មងអ្នកខ្លះគឺគាត់ប្រើគាត់គិតថារបស់ថោកវា unreal វាអត់ពិតប្រាកដប៉ុន្តែ situation យើងនៅកន្លែងនេះមនុស្សគឺរស់នៅបរិបត្តិផ្សេងគ្នាឥឡូវយើងចង់បានបបពិសោធន៍ដូច Dior Sauvage ហើយយើងរំលែកវាថ្លៃ
ឥឡូវនិយាយមួយម៉ាត់មកអ្នកដែលធ្លាប់ប្រើតអមលេចខ្ញុំជាអ្នកប្រើដូចគ្នាមុននឹងខ្ញុំចេញមកលក់តែធម្មតាម្លេចអត់ហ៊ានបាញ់3ឈីត4ឈីតអស់ពូម៉ាក់ខ្ចីបាញ់ខឹងនិយាយមែនលុយបាក់ហោអញ្ចឹងបើយើងតេស្តមកវាស្តៀងគ្នាហ្នឹងយើងថាបើសិនជាគាត់ប្រើមានអ្នកខ្លះគឺគាត់ smart using មានន័យថាគាត់ទិញគាត់ស្គាល់ហ្មងឥឡូវគាត់ចង់ប្រើអាថ្លៃ special occasion គាត់ pick អាថ្លៃហ្មងអាធូរគាត់រករាប់បានគាត់បាញ់ប្រចាំថ្ងៃហ្នឹង daily ហ្នឹងគាត់ចង់សាប់ក៏បានដែរដាក់20ឈីត30ឈីតចូល office ក៏បានដែរអត់ជាបញ្ហាអញ្ចឹងខ្ញុំគិតថាគេមាន purpose របស់គេបង្កើតមកក្នុងគោលបំណងអីចឹងណាព្រោះ situation មនុស្សគឺខុសគ្នាទាំងអស់កលៈទេសៈការរស់នៅអញ្ចឹងដូចខ្ញុំពីមុនក៏ខ្ញុំប្រើដែរមិនអត់ប្រើណាអាសាទមែនតាណាខ្ញុំប្រើដូចគ្នាណា Yeah. ពួកយើងវាធូរក្លិនស្តៀង ហ្នឹងហើយ ហើយកាលហ្នឹងយើងមិនតន់ specific អីហើយបើសិនជាយើងប្រើយើងមិនមែនតែជួបមនុស្សអ្នកលេងទាំងអស់ទេមិនមែនជួបមនុស្សអស់ចាមកណាឥឡូវអ្នកឲ្យបាញ់អាសាទចុះពីរស់រយមើល DR server Alexa សួរ Alexa ហ្នឹងហើយ server Alexa Okay. អញ្ចឹងគេមាន purpose របស់គេឥឡូវនេះខ្ញុំបើអ្នកអត់តន់ដឹងថាមកពីវាធ្វើ clone ដូចធ្វើ clone ដូចតែតិចទៀតគឺគេមាន vision របស់គេអាហ្នឹងគេធ្វើ marketing របស់គេគេធ្វើឲ្យនេះសិនគេអត់តន់បញ្ចេញសិល្បៈរបស់គេអញ្ចឹងណាអានេះតាមខ្ញុំមើលឃើញទេដូចតាឡានចិនអញ្ចឹងឡានចិនបើឲ្យទៅធ្វើម៉ាស៊ីនចំហែក្នុងបបាវាជាប់ប៉ាតង់ច្រើនណាខ្ញុំធ្វើអគិសនីវាខ្លាំងតិចទៀតអារ៉ាប់តិចទៅធ្វើក្លិនខ្លួនវាលើវាលុយប្រទេសវាមកកាណូវាមាន perfumery តិចទៅវាជួលអ្នកល្បីមកធ្វើទៅមានក្លិនប្លែកៗឥឡូវមាន night out ដែរ night out នេះក៏មនុស្សខ្លះចូលចិត្តអ្នកខ្លះក៏អត់ចូលចិត្តដែរតាមមនុស្សផ្សេងគ្នាអញ្ចឹង តែក៏មាន statement មួយទៀតក៏គេនិយាយដែរគេថាទឹកអប់នៅអារ៉ាប់ហ្នឹងទោះបីជានិយមនៃវាដូចជា niche man ក៏ប៉ុន្តែគេនៅតែហៅវាថាជា clone house តែដល់ពេលអញ្ចឹងខ្ញុំចេះតែនឹកឃើញមួយដែរថាអូខេបើទឹកអប់ធ្វើក្លិនដូចគេហៅ clone house ឬមួយក៏ dupe house អាហ្នឹងសម្រាប់ទឹកអប់នៅអារ៉ាប់ចិត្តដល់ពេលទឹកអប់នៅបារាំងទឹកអប់នៅអឺរ៉ុបមួយចំនួនតែគាត់ធ្វើក្លិនដូចគេដែរមិនក៏គេអត់ហៅ clone house អាហ្នឹងវាដោយសារតែយើងស៊ាំជាមួយនឹងថាឲ្យតែទឹកអប់មកពីអឺរ៉ុបដឹងតែជា original creation ឬមួយក៏វាដោយសារតែរឿងផ្សេងអញ្ចឹងបើយើងលើកទឹកអប់នៅអឺរ៉ុបមួយចំនួនបាទឬមួយក៏នៅអាមេរិកមួយចំនួនក៏គាត់បង្កើតទឹកអប់មួយចំនួនដែលមានក្លិន inspire ពីទឹកអប់ផ្សេងដែរឧទាហរណ៍ថា my favorite clone house ពីអឺរ៉ុបហ្មងគឺ Perfume de Marly បាទហើយអ្នកទាំងអស់គ្នាប្រហែលជាគិតថា Perfume de Marly ហ្នឹងក៏គេមានoriginal creation របស់គេដែរមានអារ៉ាប់ក៏មានដូចគ្នាដែរក៏គេមាន original creation របស់គេដែរហើយទឹកអប់មួយដែលភាគច្រើនយើងនិយាយថាទឹកអប់ហ្នឹងក្លិនហ្នឹងវា unique មកពី Perfume de Marly ដូច Sedley យើងគិតថាអាហ្នឹងអត់មាន inspire ពីទឹកអប់ណាមាន Sedley ជាក់ស្ដែងគឺជាinspiration របស់ទឹកអប់មួយខ្ញុំអត់ចាំឈ្មោះទេតែខ្ញុំដឹងមកពី brand Vicanto Vicanto អញ្ចឹងចាំមើលបើសិនជាយើងមានអាទឹកអប់ពី Vicanto ហ្នឹងមកចាំយើងយកមក show វាថានេះវាជា original version របស់ Sedley ហើយតាមពិតទៅ Zerjoff ហ្នឹងក៏រៀង inspire ពីទឹកអប់មួយចំនួនធំដែរណា Zerjoff មិន clone ទាំងស្រុងទេប៉ុន្តែភាគច្រើនទឹកអប់គាត់ហ្នឹងអាចមានក្លិនស្តៀងទឹកអប់ផ្សេងហើយក្រៅពី Perfume de Marly ហ្នឹងមាន sister company របស់គាត់ហ្នឹង Initial ហ្នឹងក៏រៀងទៅមកមួយ Perfume de Marly ហ្នឹងដែរហើយបើយើងនិយាយពី affordable European dupe house ហ្មង Zara អ្នកនរនេះប្រហែលជាអត់ចាប់អារម្មណ៍ទេតាមពិត Zara ទឹកអប់របស់គាត់នៅក្នុង line របស់គាត់ហ្នឹងគាត់ធ្វើក្លិនដូចទឹកអប់ designer ល្បីផ្សេងទៀត Spy គាត់ Zara វារៀងតម្លៃវារៀង on the higher side មានន័យថាវារៀងថ្លៃជាងទឹកអប់អារ៉ាប់បន្តិចហើយ performance របស់វាតាមប្រភេទមានអ្នកខ្លះហ្នឹងក៏ជាប់យូរដែរមានអ្នកខ្លះក៏អត់សូវជាប់ដែរហើយបើសម្រាប់ observation របស់ខ្ញុំផ្ទាល់ហ្មង clone house ដែលថ្លៃជាងគេគឺ Boudicious The Victorious BTV ហ្នឹងនិយាយស្រួលស្ដាប់ទៅតម្លៃវាខ្លះវាសើខ្ទង់ 800 1000ជាងអីបាទតែជាក់ស្ដែងក្លិនវាជាងកាដូច Boudicious The Victorious Violet Sapphire នឹងឌូបរបស់អីអត់ដឹងទេបង Zerjoff Bapura អូក្លិន favorite របស់ខ្ញុំអត់ដែរហិតមកខ្ញុំអត់ដឹងដូច Boudicious The Victorious Hero ឌូបរបស់ Montal Intense Cafe អញ្ចឹងពួកគាត់នឹងឌូបទៅឌូបមកតែហើយរបៀបដូច
បើយើងនិយាយមួយទៀតថា Montal ហើយនឹង Mancera ហ្នឹងក៏ជាប្រភេទរៀង Dupe House ដែរតែគាត់ព្យាយាមធ្វើក្លិនតាមគេដូច Instant Crush អីវាក្លិនស្តៀង Baccarat Rouge 540 ហើយនឹង Cedrat Bosé ក្លិនវាស្តៀង Creed Aventus តែគាត់ថាគេ twist បាទគេ twist គេ twist វាតែទាំងអស់ប្រដាប់ក៏ twist ដែរមួយចំនួន twist ដូច Afnan ទាំងអស់ពី Afnan ហ្មងភាគច្រើនក្លិនបើថាឲ្យ one to one ហ្មងអត់ដូចទេប៉ុន្តែវា twist អា twist ហ្នឹងក៏ចំណុចដែលគួរឲ្យចាប់អារម្មណ៍ដែរ twist ហ្នឹងជួនកាលឧទាហរណ៍ថាគាត់មាន favorite scent របស់គាត់មួយ scent profile អញ្ចឹងណាគាត់ស្រឡាញ់ក្លិនរហូតដល់ពេលចិត្តគាត់ចង់ដូរប៉ុន្តែនៅចង់ស្រឡាញ់ក្លិនហ្នឹងដែរ អញ្ចឹងគាត់រកទឹកអប់ណាដែល twist អញ្ចឹងអារ៉ាប់ទឹកអប់អារ៉ាប់ដែលហៅ dupe ហៅ clone អីហ្នឹងជាប្រភេទ house of perfume មួយដែលគាត់ព្យាយាមធ្វើទឹកអប់ដើម្បីបំពេញតម្រូវការអ្នកដែលគាត់មាន scent profile ឧទាហរណ៍ដូច Frostbite ហិតទៅបើអ្នកអត់ធ្លាប់បានហិត Savage ទេអត់ដឹងទេតែបើអ្នកដែលគាត់មាន scent profile Savage ហិតទៅអានេះversion ផ្លែឈើរបស់ Your Savage អញ្ចឹងអាហ្នឹងអា twist ហ្នឹងគឺជាចំណុចមួយដែលអារ៉ាប់ទឹកអប់អារ៉ាប់ហ្នឹងគាត់មើលឃើញចឹងមានគាត់ពេលខ្លះគាត់មិនធ្វើឲ្យដូចទេគាត់ធ្វើឲ្យ twist បន្តិចទៅឲ្យគាត់អ្នកដែលគាត់ស្រឡាញ់ scent profile ហ្នឹងគាត់ដូរប្រើក្លិនផ្សេងបាន បាទវាសប្បាយផងតែតិចអត់ដឹង twist អីឥឡូវឧទាហរណ៍ថាដីមួយដុំហ្នឹងយើងមើលឃើញស្អាតចុះហើយយើងប្រកាន់តែគោលគំនិតរបស់យើងអ្នកផ្សេងគេមើលមកជួយអានេះតំណងនេះអញយកដីហ្នឹងថែមនេះថែមនោះវាលយអាហ្នឹង twist ហ្នឹងអញ្ចឹងអាហ្នឹងខ្ញុំក៏ជួយបកប្រែឲ្យ វាដូចលបោយវាដូចលបោយនឹងបញ្ចប់ ហ្នឹង វាដូចអ្នកចម្រៀង cover អញ្ចឹងត្រូវព្រោះបទខ្លះ slow ឯងប៉ុន្តែគេយកទៅ cover ធ្វើជាបទញាក់ធ្វើជាបទ rock គឺអីវិញ គេ អញ្ចឹ អាច ងទៅ បញ្ចូលវាឲ្យវាកាន់តែឡូអញ្ចឹងព្រោះពេលខ្លះចាយើងបើសិនយើងប្រជុំរីយើងខំរហនឹកឃើញចង់ងាប់ប៉ុន្តែយើងដឹងថាគ្រឿងផ្សំវាអាចនឹងទៅចំហហើយប៉ុន្តែយើងស្រឡាញ់យើងប្រជុំរីយើងត្រូវតែស្រឡាញ់យើងត្រូវតែដាក់ចូលសិនហើយអាណាតដកសិល្បៈខ្លួនឯងចេញប៉ុន្តែពួកអារ៉ាប់ខ្លះវាដឹងចុះអានេះទៅចំហអានេះគេ feedback ទៅចំហអាដកមែនបាច់ដកអញ្ចឹងទុកដកចេញដកដាក់ទៅដាក់ក៏ត្រូវពេលខ្លះក៏អត់ត្រូវដែរអ្នកដែលបើសិនឧទាហរណ៍ថាគាត់អ្នក control niche ឬក៏អីអញ្ចឹងគឺគាត់ obsess មកហ្នឹងឯងអញ្ចឹងដកអាហ្នឹងគាត់ថា unreal ហើយខុសពី ancient ហើយហើយ twist ហ្នឹងខ្ញុំចូលចិត្តទាំងអស់ twist ជាងអាធ្វើដូចដោយសារតែ situation ខ្ញុំវាខុសគ្នាខ្ញុំអ្នកលក់ទាំងអស់ខ្ញុំមានទាំងអស់បាញ់មួយកណោហ្នឹងអញ្ចឹងខ្ញុំអត់ត្រូវការដូចទៀតព្រោះខ្ញុំចង់ដាក់ដូចក៏បានដែរខ្ញុំអ្នកលក់អីទៅអត់ប៉ុន្តែពេលខ្លះអា twist ខ្លះវាលយឥឡូវបើឧទាហរណ៍វែងឆ្ងាយបាទAM យើងចុះAM ហ្នឹងបើសិនយើងហិតមកអ្នកខ្លះហិតមកបាញ់ហិតសឹងចង់ទៅចំហបន្តិចហ្នឹងប៉ុន្តែយើងភ្លេចតែពេលវាភាយអារម្មណ៍ដូច channel បន្តិចដូច YSL បន្តិចវាផ្នែកវាចេញជាក្លិនមួយដ៏ចម្លែកហើយវាមិនមែនជារឿងចៃដន្យឬក៏អ្នកណាទៅធ្វើឲ្យវាល្បីសោះសាយបានទេគឺគុណភាពដែលធ្វើឲ្យវាបានល្បីដល់ថ្ងៃហ្នឹងខ្ញុំមានតែអត់មកទូខ្ញុំបាញ់យ៉ាងច្រើនខ្ញុំនិយាយ compliment 1 2អីហ្នឹងតែ AM ខុសគ្នាខ្ញុំបាញ់ទៅសាបឹងកងអ្នកដែរស្គាល់គ្នាជួយបាញ់អស់ឯងកូនមែនខ្ញុំបាញ់ Parfum Medali Green Lee យ៉ាងច្រើនមានអ្នកលក់នៅក្នុងហ្នឹងខ្ញុំចូលចិត្តញ៉ាំបាយហ្មងមានអ្នកលក់បាយបាញ់អត់ផ្លាច់ហ្នឹងតែបាញ់ AM គេថាក៏អូហ្នឹងហើយអញ្ចឹងវាមួយយ៉ាងដែរចឹង Afnanនេះ ហើយចេញអត់ឆ្ងាយពីនឹង AM ដែរអត់ទេបងអត់ទេចេះអត់ឆ្ងាយដោយសារអីមែនបងមកទូខ្ញុំនិយាយមែនអត់មានណាទៅសើដូច 9 AM ទេតែពូកង់3ជីកង់3ក៏គេ compliment វាអត់ដឹងថាវាសម្របហើយវាសម្របមួយសុកយើងមិនដឹងបាទទាំងអស់អារ៉ាប់ភាគច្រើនគាត់ធ្វើមកគាត់រៀងដកអាក្លិននេះធ្ងន់ចេញគាត់ដាក់ស្រាព្រោះតាមពិតទៅពួកគាត់ឆ្លាតទេព្រោះគាត់ដឹងថាទីផ្សារគោលដៅរបស់គាត់គឺភាគច្រើនគឺនៅតំបន់អាស៊ីឬមួយក៏នៅតំបន់អាហ្វ្រិកដែលជាប្រទេសដែលក្តៅហើយសើមអញ្ចឹងបើសិនជាដាក់ក្លិនដែលវារៀងធ្ងន់រៀងដិតពេកដូចទឹកអប់ដែលនៅអឺរ៉ុបតែជាប្រទេសត្រជាក់អញ្ចឹងពេលខ្លះប្រើនៅអាស៊ីយើងអត់ស្អីត្រូវទេបើចង់សាកបាននេះក្លិននេះហើយនឹង Angel Share គឺដកក្លិន Boozy ចោលអស់លីងដកចេញមួយចំនួនធំនិយាយទៅសិល្បៈមួយយ៉ាងម្នាក់ដែរដូច Angel Share វា Boozy វាមានអារម្មណ៍ដូចផ្អែមដូចមុតថែមតែខ្មុំអីសម្រាប់ខ្ញុំវាលយមែនតើសម្រាប់ភ្ញៀវខ្ញុំបងនិយាយថាឃើញភ្ញៀវ VIP ខ្ញុំទៀតគាត់ថា Angel Share ធ្ងន់មែនតែដូចតំណងដូចផុក whisky ដាក់តែខ្មុំដាក់ដបបងដាក់ដបខ្ញុំគិតសិននិយាយទៅវាថាយើង twist មើលតែ
អត់ថ្មីទំចូល massage infuser yeah massage infuse imagination វាក្រូចវាទូទៅវាចេញមកវាផ្អែមតែប៉ុន្តែទៅអ្នកខ្លះទៅក្លិនហ្នឹងគឺវាពិសេសត្រង់មួយវាមានជីអង្កាមវាធ្វើយើង ក្នុង note មានជីអង្កាម វាដូច អត់មានទេណា អត់ច្បាស់ដែរ មកបានឆែកមើល note ឯទាំងអស់សេអត់មើលទេ អត់មាន ដោយសារតែនិយាយទៅក្លិនហ្នឹងធ្វើថាចេះដូចយើងយកអញ្ចេះយើងយក imagination បូកជាមួយនឹង Trino តាជីអង្កាមរបស់ Trino 21អញ្ចឹងណាបូកចូលគ្នាចេញមកវាទៅជាក់ control ឲ្យបងចូលចិត្តជីអង្កាមទៅ បាទ Torino ជាងកានេះដែលអត់សូវចូលចិត្តហ្នឹងគឺពាក្យច្រើនមិនមកពីជីងកាមិនមកពីក្នុងវ៉ូដកាអញ្ចឹងវ៉ូដកាវាក្លិនវាអត់ទៅយើងញ៉ាំស្រាប់វ៉ូដកាហ្នឹងទៅក្លិនវាខ្លាំងហើយវាដូចកុលបើយើង Vodka អាកុលឈួលៗ បាទតែវាមិនមែនអាកុលអាក្រក់អាចេញមករបៀបដូចឈួលច្រមុះអីហ្មងតែវាជារបៀបក្លិនស្រាប់វ៉ូដកាតែអ្នកខ្លះគាត់មិនចូលចិត្តទៅតែបើក្លិនជីងកាមនៅក្នុងហ្នឹងវាអត់ស្អីអីបាទសម្រាប់ខ្ញុំ Torino 21so មិនមែនជា favorite តែក៏មិនថាអត់ចូលចិត្តដែរ ខ្ញុំ50ដែរតែពេលវាស្ងួតមែនកោបមែនសំបីតែCreed បងទិញของ Creed Saw Silver Mountain បើខ្ញុំដំងដូចខ្ញុំនៅក្នុងផ្សារខ្ញុំនិយាយមែនណាជួយក្លិនដូចនៅក្នុងផ្សារហ្នឹងដូចស្មៅតែវិញយើងទៅធម្មតាយើងផឹកយ៉ាខ្ញុំមានអារម្មណ៍ដូច style លុយមែនមានអារម្មណ៍គេ hype និយាយទៅធម្មជាតិសុទ្ធមក ធម្មជាតិសុទ្ធប៉ុន្តែវាអត់ត្រូវមួយ vibe របស់យើងហ្មងតែដល់ពេលឲ្យពេលវាស្ងួតលុយមែន Silver Mountain Water បើសិនជាយើងប្រើយើងឲ្យវាភាយមក បាទ កុំហាត់ដល់តែហាត់ដល់ចេញទឹកស្អ៊ីវមកដែរ ខ្ញុំអត់ដឹងដែរខ្ញុំប្រហែលខ្ញុំអត់តន់ឲ្យពេលខ្ញុំអត់តន់ fully វាដោយសារយើងអត់ចូលចិត្តទូទៅអត់ថ្លៃមែនតែអត់ចូលចិត្តអត់បាច់យកគ្នាអញ្ចឹងមិនថាទិញ10អលពីខ្ញុំលេខលេខសិតទៅ លៀតធ្វើទីផ្សារទៀតអូខេយើងចាប់ topic នេះយើងចូល topic ក្រោយទៀត នេះវិញនិយាយ twist ហើយតើមកចង់និយាយ twist តើអាទី2មិញខ្ញុំគុំនិយាយ twist តើគេពុំទាញចូលហើយតើ អូខេដល់ពេលយើងនិយាយ twist ចឹងធ្លាប់មានstatement ខ្លះគេនិយាយទាំងអស់ clone តើធ្វើឲ្យដូចហ្មងបានល្អមានន័យថាធ្វើឲ្យ one to one ហ្មងហាត់អត់ដឹងហ្មង ខ្ញុំពីខ្ញុំ បានអាហ្នឹងគេហៅថាល្អ ខ្ញុំអត់ដឹងដែរតាមពិតខ្ញុំគិតថាវានៅតែមានចន្លោះផោងខ្ញុំជឿថាក្រុមហ៊ុនពួក OG អស់ហ្នឹងវាមិនល្ងងទេពួក niche ឬក៏ពួក LVA បើយើងឲ្យតែយើងមានអា real មួយនៅក្នុងដៃយើងតែងតែហត់ឃើញចន្លោះផោងទាំងអស់វាអាចទាំង brand គ្រឿងផ្សំមួយចំនួនអត់ឲ្យលក់ក្រុមហ៊ុន clone អាចនឹងដាក់វាអាចស្តៀងយើងប្រើពាក្យស្តៀងដូចហ្មងគឺអត់អាចទេខ្ញុំនៅតែនិយាយហ្នឹងព្រោះយើងមាន one on one យើងនៅតែហត់ដឹងហ្នឹងទោះមិនដឹងថ្ងៃនេះប៉ុន្តែយើងបាញ់ឲ្យយើងចង់សាកមួយវាគឺយើងនៅតែរកឃើញចន្លោះផោងរបស់វាអញ្ចឹងហើយមនុស្សពីរខុសគ្នាបើភ្ជុំរីពីរខុសគ្នាអញ្ចឹងអាចិត្តរបស់គាត់បើថាអ្នកសិល្បៈវិញគេគូគំនូភាច្រើនអ្នកខ្លះគឺគេសាញអញ្ចឹងនៅក្នុងទាំងអស់ដូចគ្នាខ្ញុំមើលឃើញសិល្បៈខ្លះគឺនៅតែមានធ្វើឲ្យខុសអត់ធ្វើឲ្យដូចខ្ញុំជឿថាអញ្ចឹងនៅតែហត់អញ្ចឹងបើសិនពីខ្ញុំទៅអាក្លិនដែលដូចហ្មងខ្ញុំអត់សូវចូលចិត្តមែនទេព្រោះកាន់តែធ្វើដូចកាន់តែចង់អួតសាច់ដុំកាន់តែធ្វើឲ្យទាំងអស់ហ្នឹងកាន់តែខ្ញុំអត់ចូលចិត្តអួតសាច់ដុំមិនចង់ឲ្យជាប់ជាងធ្វើមិនថូនវាដិតជាងដាក់អានេះដាក់អានោះអញ្ចឹងទៅយើងខិតដឹងហើយយើងអត់ចូលចិត្តទៀតដោយសារវាអានេះដូចមនុស្សយើងចង់ចាក់ steroid ហ្នឹងមានតូចតែចង់ចាក់ steroid អញ្ចឹងខ្ញុំហត់អញ្ចឹងខ្ញុំហត់ឆាប់ដឹងអញ្ចឹងខ្ញុំអត់ចូលចិត្តទេ អូខេ សួរ twist មកនេះ ខ្ញុំសុខចិត្តធ្វើឲ្យ twist បើចូលទៅធ្វើដូចអា massage infuse ខ្ញុំចូលចិត្តខ្ញុំបាញ់តាហាត់ប្រាណថ្ងៃមុនបងមួយលក់3ជើងនៅស្អីគេនៅក្រោយវ៉ាន់ដានេះខ្ញុំទៅទិញ3ជើងហាត់ប្រាណគាត់ហ៊ាននិយាយមួយខ្ញុំទៅទិញបាញ់ massage infuse ដើរពេញហាងហើយខ្ញុំអត់ធំក្លិនទេព្រោះយើងនៅមួយតអប់ហ្នឹងខ្ញុំមិនធំក្លិនគាត់ថាក្លិនបើជះពេញហាងប៉ុន្តែគាត់អត់ហ៊ាននិយាយទេខ្ញុំទៅទិញ2ដងមកនេះខ្ញុំជូនបងអូនខ្ញុំទៅទិញមួយហើយទិញខ្លួនឯងហើយម៉ាក់ខ្ញុំឃើញសានខ្ញុំជូនម៉ាក់ខ្ញុំទៅទិញគាត់ថាបាញ់ទៅអប់អីខ្ញុំថាទៅអត់ថោកតោកាក់ទៅថោកតោកាក់ហើយគាត់ថាខ្ញុំគាត់ឆាតចូល page អត់ឃើញឆាតមកបងចូលឲ្យទិញមួយជើងខែហ្មង សម្រាប់ខ្ញុំគិតថាទឹកអប់ clone ឬមួយក៏ dupe ហ្នឹងវាអត់អាចធ្វើឲ្យដូចបេះបិទបានទេដោយសារដូចហួយលើកឡើងមុនហ្នឹងអញ្ចឹងវាមាន ingredient មួយចំនួនដែលខាងទឹកអប់បារាំងហ្នឹងគាត់ទិញផ្ដាច់ឧទាហរណ៍ថាគាត់ទិញផ្ដាច់មុខហើយតាមពិតទៅបើយើងថាហែកគេចុះហែកគេperfume business តិចចុះតាមពិតទៅទឹកអប់
ទាំងបារាំងទាំងអារ៉ាប់ទិញប្រេងពីប្រភពតែមួយទេ ហើយបើសិនជាអ្នកនរគ្នាចង់ដឹងអាច search ឈ្មោះក្រុមហ៊ុនប្រេងទាំងអប់ធំៗនៅលើពិភពលោកយើងហ្នឹងប្រេងទាំងអប់ធំៗហ្នឹងវាមានតែ 4-5 ក្រុមហ៊ុនទេខ្ញុំលើកឧទាហរណ៍ដូចមាន Givaudan មាន Firmenich មាន IFF មានអីហ្នឹងពួកគាត់ហ្នឹងគឺជាប្រភេទក្រុមហ៊ុន បាទ ដែលគាត់ specialize នៅក្នុងការធ្វើប្រេងទាំងអប់ហើយក្រុមហ៊ុនទាំងអប់ផ្សេងៗឧទាហរណ៍ថាសូម្បីតែក្រុមហ៊ុនបារាំងមួយចំនួនបាទ brand បារាំងមួយចំនួន brand អារ៉ាប់មួយចំនួន brand នៅក្នុងប្រទេសអាស៊ីយើងមួយចំនួនហ្នឹងក៏ភាគច្រើនបាទទិញប្រេងពីគាត់មកដែរហើយទិញប្រេងមកយកមកធ្វើអីយកមកលាយផលិតខ្លួនឯងណាមានន័យថាគាត់មានរោងចក្រសម្រាប់ផលិតទាំងអប់ហ្នឹងហើយតែគាត់ទិញប្រេងពីគេមកហើយកុំគិតថាអូចឹងទិញមកយកមកលាយកកូតិចតិចឲ្យដាក់លក់ឬមួយក៏មិនមែនទេការផលិតទាំងអប់វា go through process ច្រើនណាស់ខ្ញុំអត់អាច highlight នៅក្នុងពេលនេះអស់ហើយប៉ុន្តែវាមានបើយើងនិយាយសួរស្ដាប់ទៅវាមានទាំងកន្លែងគេលាយកន្លែងគេទុកវាឲ្យ macerate វាមានកន្លែងគេឈៀលវាដើម្បីចម្រោះយកកកចេញហើយធ្វើអាក្លិនហើយនឹងអាប្រេងទាំងអប់ជាមួយអាល់កុលហ្នឹងវាខំជាប់គ្នាដែលយើងបាញ់មកវាquality of blend វាហ្នឹងល្អអញ្ចឹងបើយើង go through process ហ្នឹងមកអស់ចិត្តហើយបានគេយកមកឆក់ដបលក់ឲ្យយើងអញ្ចឹង more or less បើយើងនិយាយសួរស្ដាប់ទៅថាក្រុមហ៊ុនទាំងអប់ដូចជាក្រុមហ៊ុន marketing ហ្នឹងមានន័យថាទិញប្រេងមកពីប្រភពតែមួយឯងបាទប៉ុន្តែយកមកច្រកដបផ្សេងគ្នាហើយធ្វើទីផ្សាររៀងខ្លួនទៅតែបើសួរថាទិញឧទាហរណ៍ថាឥឡូវ Dior ឬមួយក៏ LV អីអញ្ចឹងគេទិញប្រេងហ្នឹងមានរូបមន្តគីមីបែបអញ្ចឹងអីចឹងណាបាទតើក្រុមហ៊ុនអារ៉ាប់អាចទៅទិញអាប្រេងហ្នឹងដូចគ្នាអញ្ចឹងបានអត់បានទេដោយសារតែវាមាន pattern មួយចំនួនវាមាន ingredient មួយចំនួនគេទិញប្រាច់មុខអញ្ចឹងនៅពេលដែលគេទិញប្រាច់មុខហើយក្រុមហ៊ុនផ្សេងទៀតអត់មានសិទ្ធិទិញទេអញ្ចឹងគេអាចរក substitute មានន័យថាគេរករបស់ជំនួសឧទាហរណ៍ថា note vanilla បើសិនជាអ្នកនរគ្នានិយាយថា note vanilla យើងឃើញនៅក្នុង fragrantica គឺ vanilla អារូបផ្លែ vanilla ហ្នឹងផ្កា vanilla ត្រូវទេតែតាមពិតទៅអាគ្រឿងផ្សំសម្រាប់ឲ្យវាចេញអាក្លិន vanilla ហ្នឹងមកវាមាន10មុខជាងដែលអាចឲ្យក្លិនចេញមក vanilla ដូចគ្នាអញ្ចឹងឧទាហរណ៍ថាគេផ្ដាច់មុខអាក្លិនអាគ្រឿងផ្សំទី1ទី2អញ្ចឹងវានៅសល់ទី3ទី4នេះទៀតដែលគេអាចយកមកបានតែវាសួរថាអាក្លិនហ្នឹងវាចេញមក vanilla ដូចគ្នាអត់ក្លិនវាអាចអត់ដូចគ្នាវាខុសតិចតួចអញ្ចឹងមកជាពេលខ្លះ clone វាអត់អាចធ្វើឲ្យដូចបេះបិទហ្មងទេបាទប៉ុន្តែ clone នឹងទៀតសោតក៏ពេលខ្លះពួកគាត់មានចេតនា twist មកដូចហួយលើកឡើងមុនហ្នឹងគឺមានន័យថាទាំងអប់មួយចំនួនហ្នឹងគឺធ្វើមកគឺមានចេតនា twist មកឲ្យខុសគ្នាមកហើយទាំងអប់ twist ដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនដូចនៅខាងមុខនេះអញ្ចឹងយើងមាន Royal Blend ជាមួយនឹង Angelica អញ្ចឹង Royal Blend ហ្នឹងគេដកអាក្លិន boozy របស់ Angelica ចោលហ្នឹងរៀងច្រើន Angelica បើយើងតេស្តវាផ្ទាល់ហ្មងគឺក្លិនវា boozy ខ្លាំងបាទវាមិនមែនថា boozy នេះអាកុលស្រាហ្នឹងខ្លាំងទេវាមានក្លិនផ្អែមនេះនៅក្នុងហ្នឹងដែរប៉ុន្តែគ្រាន់តែបើយើង compare មួយ Royal Blend គឺក្លិនរបស់វារៀង boozy ជាងច្រើនបាទហើយបើយើង compare ទៅ camera ទៀត camera អត់មាន boozy សោះហ្មង camera ដកអា boozy ហ្នឹងចេញអស់ដាក់ក្លិនផ្កាមកវិញតែធ្វើឲ្យពេលដែលយើងហិត camera ទៅវារៀងសទន់ជាងបើសិនអ្នកអត់សូវចូលចិត្តក្លិន boozy មកហិត camera ទៅគឺងាយចូលចិត្តហ្មងចង់បានក្លិនរបៀបដូចផ្អែមល្មួតបាទ cinnamon របៀប apple pie អីដូច Angelica ប៉ុន្តែអត់ចង់បានតែក្លិន boozy ហ្នឹងតើ camera តែបើចង់បាន boozy ដែរប៉ុន្តែអត់សូវខ្លាំងពេក Royal Blend តែបើចង់បានអាក្លិនដើមហ្មងអា boozy ខ្លាំងហ្មងដាក់មករៀងមានក្លិន whisky នៅក្នុងហ្នឹងក្លិន brandy នៅក្នុងហ្នឹងខ្លាំងហ្មងអាចប្រើ Angelica បានតែគ្រាន់ថាបើសិននៅក្នុងអាកាសធាតុក្តៅដូចប្រទេសយើងអញ្ចឹងពួកក្លិន boozy ឬមួយក៏ក្លិនហឹលអីបែបអញ្ចឹងវាអាចរៀងពិបាកប្រើនៅប្រទេសយើងហ្នឹងហើយអញ្ចឹងបានជាអារ៉ាប់គាត់រៀង twist អាហ្នឹងទៅដើម្បីធ្វើឲ្យវារៀងសទន់ជាង The Two Noir មួយទៀត The Two Noir ជា clone របស់ Layton ហើយប៉ុន្តែបើយើងហិត side by side Layton ហឹលជាងបាទ The Two Noir វារៀង fresh ជាងដែលវាធ្វើឲ្យវារៀងបើយើងនិយាយថានៅក្នុង context របស់ប្រទេសក្តៅហើយសើមដូចយើងអាកាសធាតុក្តៅហើយសើមដូចយើងវា more versatile The Two Noir វា versatile ជាងវាងាយស្រួលប្រើជាងគេថា unreal ហ្មង អត់ទេតាមពិតទៅវាមិនមែន unreal ទេបើសិនជាយើងស្រឡាញ់ថាក្លិន Layton យើងចង់បានក្លិនហ្នឹងប្រើក៏នៅតែប្រើបានដែរខ្ញុំ compare នេះមិនមានន័យថាអូ Layton on The Two Noir ល្អជាងមែនទេវាល្អដូចគ្នាប៉ុន្តែគ្រាន់តែវាមួយបែបម្នាក់ស៊ីសងលើចំណង់ចំណូលចិត្តរបស់យើងឯងហើយក៏វាពេលខ្លះវាអាចស៊ីសងលើលទ្ធភាពរបស់យើងដែរបាទបើសិនយើងចង់បានក្លិនដូច Layton
តម្លៃធូរយើងរកដូចធូរណតែបើយើងមានលទ្ធភាពហើយយើងស្រឡាញ់ទាំងក្លិនអញ្ចឹងទៀតបើវាហឹលអញ្ចឹងទៀត go for Layton សាកបាន តោះតែថ្ងៃន អូខេអញ្ចឹងវាថាទាំងអស់បើពួកខាងអារ៉ាប់ធ្វើ twist អញ្ចឹងគឺល្អហើយលើឧទាហរណ៍មួយចេះឧទាហរណ៍យើងពេលយើងបាយសង្សារអញ្ចឹងថាដឹងសង្សារចាស់អញ្ចឹងអត់ល្អហើយវាថាពេលយើងត្រូវថ្មីអញ្ចឹងយើងអត់ចង់បានតែចង់បានរៀងប្លែកអញ្ចឹងណាដូចជាមួយដល់អញ្ចឹងវា twist មកវាដំបូងវាអញ្ចឹងមែនតែយូរទៅស្គាល់យូរទៅវាប្លែកហ្មង មិន វា ទៅ សួរ ប្លែកគ្នា អត់ទេ បណ្ឌិតស្នេហា trend scan វាធ្វើទៅជីមកវាថាប្លែកហើយពេលយើងទទួលបានអារម្មណ៍ថាអា twist បែបហ្នឹងអារម្មណ៍យើងមួយទៀតក៏ថាយើងចង់សាកជាមួយក្លិនថ្មីដែរចង់ explore ហ្មងអ្នកថាចង់ប្រើអប់អីអញ្ចឹងបើថាប្រើអប់ដែរខ្ញុំគួរ recommend ថាសាកអប់ពួកអារ៉ាប់អីអញ្ចឹងទៅសារតែវាមាន twist មួយធ្វើឲ្យយើង explore ជាមួយក្លិនផ្សេងបានដែរដូចអញ្ចឹងដូច Masashi Fuse អញ្ចឹងវាក្បាលបង imagination វាមិនចំណាស់វាមកចេះអញ្ចឹងដែរណាពេល try down ទៅវាជាងកាមហើយជាងកាមពេលខ្លះធ្វើយើងចូលចិត្តហើយពេលចូលចិត្តជាងកាមធ្វើយើងរកជាមួយក្លិនបែបជាងកាមផ្សេងទៀតហ្មងអញ្ចឹងហើយថាពេលធ្វើស្អីមួយវាធ្វើឲ្យយើងខ្លួនយើងថាស្គាល់ខ្លួនឯងជាមុនអញ្ចឹងចង់សាកអ្វីថ្មីហ្មងគឺមិនដែរ បើនិយាយទៅចំណុចហ្នឹងក៏វាជាចំណុចមួយដែលយើងត្រូវគិតដែរ twist ស្ដាប់មើលទៅវាអាចថាអ្នកខ្លះគាត់មានមតិមួយថា unreal ឬក៏មិនតាមពិត twist គេធ្វើមានតែគេ design មកដើម្បីឲ្យនិយាយស្រួលស្ដាប់ហ្មងគឺអ្នកកម្រិតថវិកាគាត់អាចបន្លាញបាយបានអញ្ចឹងបែងចែកចេះបន្លាញបាយរវាងទឹកអប់ថ្លៃមួយបន្លាញបាយរវាងទឹកអប់ដែលធូរថ្លៃមួយណាខកចិត្តជាងប្រកាសជាអាថ្លៃខកចិត្តជាងហី អញ្ចឹងសម្រាប់អ្នកដែលគាត់មានកម្រិតថវិកាអ្នកដែលគាត់អាចដល់ត្រឹមលើ100 200អីគាត់អាចសាកបានឥឡូវទីគាត់ឆ្លាញ់ Angel Share សួរថាគាត់ទៅចំណាយ300ភ្លាមទៅទិញមិនកើតកម្រិតថវិកាគាត់មុំសំបានមុំអី compare មួយ Royal Blend ត្រឹម30 40អីគាត់អាចទិញបានចូលតែបើគាត់អត់ត្រូវចិត្តឬក៏គាត់ធ្លាប់ហាត់ Angel Share ហើយគាត់ទៅអានេះវាស្រួលប្រើជាងឬក៏ព្រោះទាំងអស់វា subjective អញ្ចឹងខ្លួនគាត់ចូលចិត្តក្លិនអញ្ចឹងប៉ុន្តែអត់ចង់បាន boozy ឬក៏អីគាត់មិនទៅចំណាយទៅដល់អស់ហ្នឹងទេអញ្ចឹងអា twist ហ្នឹងវាជាចំណុចមួយដែលធ្វើឲ្យអ្នកដែលគាត់ប្រើទឹកអប់ហ្នឹងគាត់អាចសម្រេចចិត្តបានលឿនជាងអាគាត់ដែលគិតមើលតាមគេដល់ពេលមើលតាមគេចំអានេះ300រៀងស្ទាក់ស្ទើរអត់មានអីទិញអញ្ចឹងគាត់ក៏សម្រេចចិត្តថាអានេះវា twist វាអីអញ្ចឹងក៏វាចំណុចមួយដែលនិយាយទៅ twist ហ្នឹងវាល្អហ្មងវាឲ្យអ្នកដែលគាត់ចង់ទិញទាំងអស់ដំបូងសម្រេចចិត្តបានលឿន វាបង្កើនឱកាស ហ្នឹងហើយ តែបានច្រើនដង បង្កើនឱកាសហើយมันអាចថាទៅបើសរុបរួមទៅ bully គ្នាគ្រាន់តែរឿងប្រើទឹកអប់ព្រោះជួនកាលអ្នកដែលគាត់មានលទ្ធភាពត្រឹមដូចខ្ញុំនិយាយមិញអញ្ចឹងត្រឹម 30-40 រៀលទៅ bully គាត់មិនកើតបាទគាត់មិនទៅមានលទ្ធភាពដល់ 3-400 បើមានដល់ 3-400 គាត់ទៅទិញអា 30 រៀលទៅអីហ្នឹងហើយអញ្ចឹងវាហ្នឹងទឹកអប់ការប្រើប្រាស់វាមិនអាចថាអានេះ unreal នោះ unreal សួរថា unreal មិនកើតលើឧទាហរណ៍ខ្ញុំនិយាយbrand មកទឹកអប់ចោះ Grit វាសួរថាវាជាទឹកអប់មួយដែលវា original creation ហ្មងត្រូវប៉ុន្តែបើយើងមើលទៅ original Santhol ធ្វើតាម Montblanc individual ណាដោយសារ Montblanc individual ចេញមុនចេញយូរហើយបន្ទាប់មកប្រហែលឆ្នាំក្រោយបាន Montblanc individual discontinue ទៅចេញ Grit original Santhol អញ្ចឹងសួរថានឹង unreal អត់បើសិននិយាយពី unreal Grit unreal ដែរត្រូវអត់តាមពិតទៅវាគ្រាន់តែជា marketing segment សម្រាប់អ្នកប្រើប្រាស់ទេអ្នកដែលគាត់មាន budget អ្នកដែលគាត់ដែលមានកម្រិតថវិការៀងខ្ពស់ទៅអាហ្នឹងការបែងចែកវាផ្សេងគ្នាអញ្ចឹងហ្នឹង តែដល់ពេលនិយាយ grid ធ្វើក្លិនតាមគេហ្នឹងមាននឹងអា grid ចេញក្រោយមួយក៏រៀងធ្វើថាមិនដូចបេះបិទទេប៉ុន្តែវា inspire វាស្តៀងគ្នា vibe វាស្តៀងគ្នាអាដល់ពណ៌ក្រហម Centaurus grid Centaurus ដឹងក្លិនដូចអីហ៎ Centaurus ខ្ញុំអត់បានចាប់អារម្មណ៍នេះ ខ្ញុំអត់ដែរខាត់រង តាមពិតទៅ Centaurus វាអាច Amber vibe ទៅស្តៀង blonde amber បាទ Fly Christian blonde amber មិនគាត់អានវាហៅ ខ្ញុំមិនគេបានតាម Amber អត់ទេ blonde វានៅក្នុងហ្នឹងវាមានរៀងចេញមកដូចគ្នា tobacco amber vanilla រៀង sweet តិចតិចតែវាគ្រាន់ថាតាមខ្ញុំចាំដូចជា Centaurus វាមានអាក្លិនរៀង dry fruit
ហ្នឹងហើយអញ្ចឹងវារៀង bit sweeter ជាង blonde amber lại sư khiển តែបើសួរតែក្លិនហ្នឹងវាទៅស្តៀងអីផ្សេងទៀតវាទៅស្តៀងTom Ford Tobacco Vanille Tom Ford Tobacco Vanille ហ្នឹងបើយើងនិយាយសួរស្ដាប់ទៅក្លិនវាអញ្ចឹង Tobacco Vanilla Amber អីនៅក្នុងហ្នឹងអញ្ចឹងចុះបើសួរក្លិនហ្នឹងសួរឲ្យវាដូចគ្នាបែបបាត់អត់ទេអត់ដូចទេប៉ុន្តែបើ vibe វាស្តៀងគ្នាគ្រាន់តែ Tobacco Vanille វាចេញមករៀង spicy ជាង Tobacco វារៀងច្បាស់ជាងបាទតែបើសិនជា Blonde Amber ជាមួយនឹង Centaurus វារៀងចេញមក Amber រៀងច្រើនជាងហ្នឹងហើយក្លិនវារៀង cozy រៀងក្លិនល្អមិនថាក្លិនវាអត់ល្អហើយតាមពិតទៅ Creed Centaurus ហ្នឹងscent profile បែបហ្នឹងក៏វាជា favorite របស់ខ្ញុំមួយដែរតែគ្រាន់ថាវាយើងប្រើនៅស្រុកយើងពេលដល់រហឡើងជាហ្នឹងហើយបាញ់ហើយយើងត្រូវមកកាបងអូនខ្ញុំត្រូវអត់មកពេលហ្នឹងយ៉ាហ្នឹងហើយតែថ្ងៃហ្នឹងមេ trend scan លេងដាក់សង្កាត់ឡាំងមកលេងហិតលេងឃើញក្លិនមកហ្នឹងយ៉ាសឹកក្លិនកាត់ឡាំងវិញខ្ញុំបាញ់ឡើង7ក្លិនចង់ឈ្នះកាត់ឡាំងគឺឡាំងស្អាតដបទាំងអស់វាធ្វើចេញមកមើលទៅគួរចាប់អារម្មណ៍ហ្មងតែខ្ញុំអន់ចិត្តមួយអន់ចិត្តទៅអាដប 100 ml វាទូចពេកវាអត់ដូចអា 250 ml អា 250 ml ចេញមកអំណាចដូចយើងជីងលុយសេះហើយហ្មងអល់អញ700ស្អាតណាខ្ញុំឥឡូវចូលឡានមែនតើនេះចូលចូលហើយទីទៅចេញលក់ឡានខ្លួនលក់ឡានចិនអត់តមានលុយមើលបងបោះទុនខ្ញុំជួលខ្ញុំទៅធៀនធ្វើ sale ទៀតក៏ឈ្មោះធ្វើ sale ក្រុមហ៊ុនឡានហើយឡាអត់ទៀតបាត់និយាយតទៀតបងណែនៅមានមួយទៀតចង់និយាយបន្តិចដែរយើងមុនហ្នឹងយើងនិយាយគ្នាវារៀង subjective វារៀង favorite រៀងខ្លួនអញ្ចឹងណាបាទតែវាមាននិន្នាការមួយគេច្រើននិយាយថាបើទិញទឹកអប់ណាដែលគេពេញនិយមប្រើដឹងតែល្អសម្រាប់យើងបាទឬមួយក៏មិនអញ្ចឹងទេទិញតាមគ្នាទិញឃើញពួកម៉ាក់យើងប្រើអានឹងច្រើនអញ្ចឹងយើងទិញតាមគ្នាទៅដឹងតែប្រើទៅវា safe ដែរវាអត់បញ្ហាអីទិញតាម trend មែនបងតែពេលខ្លះសាកដែរបងឆ្ងល់ដែរជុំគេហិតឃើញក្អូបយើងហិតមិនឃើញក្អូបយើងទិញតែយើងមិនបាច់ពូបើបានទិញម្លែកប៉ុន្មានយើងក៏ចង់ដឹងក្លិនដែរអា gate keeping របស់យើងណាទុកទេមិនចឹងតែយើងចេះទិញយើងចង់សាកព្រោះយើងនៅ comfort zone បាញ់តែបានក្លិនមិនកើតទៅចេញទៅបាញ់ក្លិនផ្សេងអីដែរហ្នឹងមិនចឹងឯង trend scan ខ្ញុំមិននិយាយចឹងឲ្យសាកខ្ញុំដាក់លក់ឯណាអត់ទេនេះប្រើដូចខ្ញុំនេះប្រើទៅអស់ព្រមនេះដាក់ប្រើឡើង visa ឡើងអ្នកលក់ដែរ consumer អប់ទៅ expand ខ្ញុំក៏ consumer លក់ផង consume ផង hybrid អស់ហើយ hybrid អស់ខ្ញុំ plug in hybrid វាតាមពិតវាអញ្ចឹងវាត្រូវដែរដោយសារតែបើទឹកអប់តាម trend វាដូចយើងដូចចម្រៀងដែលមានអ្នកគ្រប់គ្រងច្រើនអញ្ចឹងហ្នឹងហើយបើសិនច្រៀងតែឯងក៏វាក់ដែរបាទអញ្ចឹងវាតាម trend ក៏ល្អប៉ុន្តែត្រូវដឹងថាទឹកអប់វា subjective អត់អាចតាមគេកើតទេជួនកាលឧទាហរណ៍ថាខ្ញុំ review ឬក៏ហ៊ុយឬក៏ trend សិនអីគាត់ review ទឹកអប់នេះល្អអីchứទិញតាមខុសខឹងម្ដងតែវាត្រូវដោយសារអីជួនកាលត្រូវមើលសិនថាខ្លួនឯងចូលចិត្តអីតម្រូវការប្រើទៅណាតិចចង់បានលឺទាំង ombre nomad ឈ្ងុយទិញប្រើរាល់ថ្ងៃស្លាប់វាអត់ត្រូវអញ្ចឹងតាម trend វាល្អប៉ុន្តែត្រូវដឹងថាទឹកអប់ subjective តម្រូវការខ្លួនឯងទៅណាប្រើប្រាស់សម្រាប់ធ្វើអីអាហ្នឹងយើងសម្រេចចិត្តបានហើយត្រូវបងខ្ញុំឥឡូវទឹកអប់វាដូចរបស់កំសាន្តណាឥឡូវវាថាហើយតែមានចេះចង់សាខ្ញុំចង់ដឹងចង់លឺដូច trend scan ទិញអប់ច្រើនខ្ញុំសុំហូនអូដាក់ពីបាល់អូដាក់ពីបាល់យើងហិតដើម្បីសប្បាយយើងហើយយើងមានគ្នាយើងស្រួលទាំងថាយើងហិតអស់លុយអស់លុយទី1ទី2យើងដឹងដែរយើងអត់ blind buy ម្ដងវិលមុខដែរខ្ញុំឃ្លៀមមិញខ្ញុំ control ថាយើងបើអប់ដើម្បីយើងសប្បាយចិត្តបាទសប្បាយចិត្តហ្មងgood sense good day សំខាន់ប៉ុណ្ណឹងតាមពិតទៅបើសិនជាយើងជាអ្នកប្រើទឹកអប់ហ្មងការប្រើទឹកអប់គឺសំខាន់យើងប្រើក្លិនណាដែលយើងចូលចិត្តអញ្ចឹងវាមិនប្រកាសថាក្លិនដែលគេពេញនិយមក្លិនដែលគេកំពុងតែ hype ខ្លាំងនៅក្នុងទីផ្សារហ្នឹងវាជាក្លិនដែលយើងចូលចិត្តទេ
បាទ ខ្ញុំឧទាហរណ៍ឥឡូវឧទាហរណ៍ម្នាក់មួយម្នាក់ពីរមកក៏បានដែរក្លិនដែលគេពេញនិយមណាខ្លះដែលយើងខ្លួនឯងអត់ចូលចិត្តបើខ្ញុំផ្ទាល់ហ្មងក្លិនដែលពេញនិយមគេពេញនិយមហើយខ្ញុំអត់សូវចូលចិត្តមានឧទាហរណ៍ដូច 9PM Rebel ទុះអ្នកលក់លក់ពេញទីផ្សារហ្នឹងហើយហើយក្មេងៗប្រើច្រើនហ្នឹងហើយតែសួរថាខ្ញុំប្រើក្លិនហ្នឹងខ្ញុំស្អប់ហ្មងខ្ញុំអត់ស្អប់ទេប៉ុន្តែគ្រាន់ថាក្លិនហ្នឹងវាដាក់ទៅវាដូចអត់សូវត្រូវមួយ taste របស់ខ្ញុំណា មាន note មួយ តែ ធ្វើ ក្លិនហ្នឹង តែ អ អា ត់ រ ល្អ ម្មណ៍ ទេបាទមិនមានន័យថាក្លិនហ្នឹងអត់ល្អទេក្លិនហ្នឹងវាល្អសម្រាប់មនុស្សផ្សេងទៀតតែសម្រាប់ខ្ញុំអត់សូវចូលចិត្តវាហើយមានទាំងអប់មួយទៀតដែលគេកំពុងពេញនិយមដែរប៉ុន្តែខ្ញុំអត់សូវចូលចិត្តប្រើ Dior Sauvage មិនខ្ញុំ hate ទេ no អត់ hate ទេប៉ុន្តែគ្រាន់ថាក្លិនហ្នឹងបាញ់ទៅវាមានក្លិនមួយដែលរបៀបដូចថាយើងអត់សូវចូលចិត្តប្រើតែបើ Blur de Chanel អត់អីទេ vibe ស្តៀងណាអត់អីទេតែបើសួរថាឲ្យយើងទៅស្អប់ទេអត់ទេយើងអត់ស្អប់ទេតែគ្រាន់ថាអាហ្នឹងវាមិនមែនជា taste របស់យើងអញ្ចឹងពីរទាំងអប់ដែលខ្ញុំលើកឡើងមុនហ្នឹងជាទាំងអប់ដែលគេពេញនិយមប្រើប៉ុន្តែសួរថាតើខ្ញុំចូលចិត្តប្រើទេមិនជាចូលចិត្តហ្មងនេះយ៉ាមិនជាចូលចិត្តហ្មងទេតែនឹងវាជាជំរើសផ្ទាល់ខ្លួនតែបើអ្នកផ្សេងទៀតគាត់អាចមានទាំងអប់ផ្សេងដែលគាត់អាចអត់សូវត្រូវដែរអញ្ចឹង គេពេញនិយមខ្ញុំអត់ចូលចិត្តនិយាយខ្វាយគ្នានឹង trend scanner ជេជីលម៉ាល់លេប៉ាហ្វាំអត់ដឹងវិញមកខ្ញុំគាត់ថាដូចឆ្នាំមួយណាមួយខ្ញុំអង្គុយឆ្ងល់ចាក្លិនការអេរី sexy កន្លែងណាខ្ញុំហាត់គេឃើញ sexy ហាត់មកដូចស្រីមែននិយាយមែនខ្ញុំហាត់ដូចស្រីមែនហើយ personal របស់ខ្ញុំអត់តែបើថាក្លិនបើមានvanilla ហើយមានឆ្នាំជក់តិចអាហ្នឹងអូខេអាហ្នឹងខ្ញុំគិតថាវា masculine ហើយវាមើងម៉ាត់ណាតែបើមានអាក្លិន Irish ហ្នឹងខ្ញុំអង្គុយកន្លែងណា sexy ទៅវិញ sexy កន្លែងណាទេវាអត់ real ហ្នឹងអញ្ចឹងបើខ្ញុំអាចផ្លាយទីសារខ្ញុំវាអត់មានប្រកាន់ថាក្លិនគេពេញនិយមឲ្យមិនចូលចិត្តទៅបើខ្ញុំគឺឲ្យតែមាន note ដូងគឺអត់សូវត្រូវដូង ដូង បាទដូងខ្ញុំអត់ដែរ ឧទាហរណ៍ដូចជា Lebo បើមុនហ្នឹងមានគេបងអាមុនដែលថាពណ៌ខៀវ Assassin ញាក់សាច់ វ៉ាងនេះខ្ទិះដូងដែរខ្ទិះដូង ខ្ទិះដូងលាយស្ករប្រហែលជាកន្លះតោនហ្នឹងមើលAssassin តាមពិតទៅប្រហែលជាមិនមែនតែបងទេវាដូចជារឿងពិបាកប្រើទាំងអស់គ្នាហ្មង ពេលខ្ញុំលក់ដំបងគេយកមក resell ហូតភ្ញៀវតែយកមក resell ខ្ញុំនិយាយទៅខ្ញុំគោលការណ៍ខ្ញុំគឺខ្ញុំអត់ទេអវ៉ាន់ពីភ្ញៀវទេប្រាប់ឲ្យប្រាប់ទៀតខ្ញុំប្រាប់ភ្ញៀវយ៉ាងថាអូអធិស្ឋានបងខ្ញុំមកទិញអវ៉ាន់ពីភ្ញៀវទេមិនទិញតែពីមេខ្ញុំហើយនឹង supplier ខ្ញុំទេហើយយកពីច្រើនអាសាសឹងស៊ឺបាមកហូតឆាច10នេះមួយថ្ងៃមកបាទ Zanzibar និយាយបើក្លិនវាផ្អែមខាប់ពេកតែបើសួរថា performance ខ្លាំងអត់ហ្នឹងហើយបើសិនសម្រាប់អ្នកដែលចូលចិត្តភាយខ្លាំងជាប់យូរប្រើទៅ Zanzibar តែត្រូវមើលក្លិនសិនក្លិនហ្នឹងវាត្រូវ taste ជាងអត់ ដូងហ្នឹងបើវានៅ hint នៅ background ណាអាហ្នឹងខ្ញុំអាចនឹងចូលចិត្តតែបើយកវាមកច្បាស់ហ្មងខ្ញុំ ហ្នឹងហើយតូនវាធូរវា down តិច ហើយវាភ័យ បាទវាមានអារម្មណ៍ដូចមិនដឹងដូចអាលៀបសក់បន្តិចអីបន្តិចមែនវាមានអារម្មណ៍ថាឈឺក្បាលនិយាយទៅបើដូងបើថាក្លិនបែបខ្ទិះដូងអត់ត្រូវទេប៉ុន្តែបើថាបែបរៀង watery ទឹកបែបចឹងដូចRehan Aquatica អញ្ចឹងអាហ្នឹងរៀងអីវិញវាសតុននេះអញ្ចឹង super Aquatica មកនៅស្លាញ់ដូចផ្លឹកផឹក blue margarita អញ្ចឹងទៅឃើញអញ្ចឹងមកចូលវិញទៅអបដែលថាគេជួយចិត្តថាត្រូវខ្ញុំស្វាយ Elixir កុំ hater មកនេះ Elixir ហើយទី2 YSL myself parfum នឹងវាជាមួយវាចំណាស់ពេកហ្នឹង YSL មក flanker របស់វាហ្នឹងmyself មកអត់ចូលចិត្តអស់ហ្មងអត់ដឹងកាត់អីបាទតាំងពីបងនៅលេងទៅអបបងមានហើយក៏បងធ្លាប់លក់ឲ្យគេវិញដែរដូចគ្នាឯងទៅវិញអត់ចូលចិត្តអត់ដឹងវិញបងមានអារម្មណ៍ថាវាដូចតែ Libre បើយើងហាត់ Libre បងឡើងបងអត់ចូលចិត្តចុយណាទឹកអប់ Libre បងមានសង្គមសេរីអត់តែពណ៌ក្រហមមួយហើយលក់អត់ដាច់សោះតែកលិចទិញតាមពិតទៅ myself ហ្នឹងវាជាmale counterpart វាជា masculine version របស់ Libre ជាក្លិន vibe របស់វាស្រៀងគ្នាអញ្ចឹងគ្រាន់តែ
myself វាអត់សូវមាន vanilla ដិតដូច Libre ទេប៉ុន្តែបើក្លិនវា white floral អីមកអីហ្នឹងវាស្តៀងគ្នាអញ្ចឹងតែគ្រាន់ថាយើងនិយាយអញ្ចឹងមិនមែនមានន័យថាទឹកអប់គេហ្នឹងវាអត់ល្អទេទឹកអប់ហ្នឹងវាជា personal taste របស់យើងឯងដែលយើងពេលខ្លះយើងហិតទៅយើងអត់ចូលចិត្តក្លិនណាមួយឬមួយក៏ទឹកអប់ណាមួយអញ្ចឹងទៅ គួយតែចូលចិត្តទាំងអស់ហ្នឹងទិញតាមខ្ញុំទាំងអស់ខុសមកខ្ញុំមានចូលចិត្តខ្លះអត់ចូលចិត្តខ្លះខ្ញុំអត់ទេខ្ញុំដូចទោះទាំងអស់ក៏ដោយតែមិនចូលចិត្តខ្លះឲ្យខ្ញុំទៅរុញឲ្យភ្ញៀវនេះត្រូវទៅទិញអត់កើតទុកចោលមកភ្ញៀវគាត់ហត់ទៅគាត់ត្រូវមិនគាត់ទិញទៅខ្ញុំចូលចិត្តដែរមិនលក់តែមិនចូលចិត្តក្លិនហ្នឹងផងទៅលក់មិនតែនិយាយល្អមិនវាដូចក្បត់មកនេះសកាខ្លួនឯងបាទយេអាហ្នឹងចិត្តមក តែបើយើងធ្វើអញ្ចឹងមានន័យថាយើងលក់តែ taste របស់យើង ដល់នេះដល់ខ្ញុំថាខ្ញុំរហូតដែរតែឥឡូវរៀងបត់បានតិចអីដោយសារបងប្រុសខ្ញុំឲ្យទៅទិញមក30 អលគឺបង30 អលខលលឺគាត់កាងឲ្យយើងទិញទៀតតែឥឡូវគាត់កែប្រែខ្ញុំឥឡូវចាប់ដើមចូលចិត្ត clean fresh ដែរgood scent good day ពីសិន ចូលហ្នឹងមិនដែរក្លិន សម្រាប់ខ្ញុំនៅពេលដែលទឹកអប់ឃើញគេ trend ខ្ញុំដឹងខ្លួនឯងហ្មងដោយសារខ្ញុំមាន scent profile មាន note ដែលទៅអារម្មណ៍ note ដែលទៅអារម្មណ៍ភាគច្រើន white floral តែមាន white floral ទៅទប់សិនហើយទោះបីជាទឹកអប់នឹងមិនក៏ដោយអញ្ចឹងនៅពេលដែលទឹកអប់ទិញ trend ហ្មងខុសហ្មងនិយាយហ្មងណា 9 night out សម្រាប់នេះអត់មាន white floral មែនប៉ុន្តែវាមានអារម្មណ៍ថាវា too sweet សម្រាប់taste របស់យើងណាបើអ្នកផ្សេងគាត់ចូលចិត្តមិនមានន័យថាទៅអារម្មណ៍អត់ចូលចិត្តទេបើមិនអញ្ចឹងមិន night out មួយថ្ងៃដាច់ប៉ិតទេណាទុកប្រើខ្លួនឯងក៏អត់មានដែរអញ្ចឹងមានន័យថាlevel របស់អ្នកដែលគាត់ចូលចិត្តនឹងច្រើនតែសម្រាប់យើងខ្លួនឯងអត់ចូលចិត្តទេ តាមពិតទៅការប្រើទឹកអប់វាដូចជាការចូលចិត្តម្ហូបអញ្ចឹងវាមិនអាចថាយើងចូលចិត្តម្ហូបដូចគ្នាទាំងអស់ទេហ្នឹងហើយម្ហូបយើងវាមានការចូលចិត្តខុសៗគ្នាអញ្ចឹងដែរអញ្ចឹងសំខាន់យើងចូលចិត្តក្លិនណាយើងទិញក្លិនហ្នឹងប្រើទៅហើយមិនប្រកាសថាក្លិនដែលគេពេញនិយមប្រើហ្នឹងសិតតែយើងអាចប្រើបានទេព្រោះពេលខ្លះវាអាចមានក្លិនមួយចំនួនដែលរំខានយើង ហ្នឹងហើយ ធ្វើឲ្យយើង មាន note មួយរំខាន អត់សូវចូលចិត្តអញ្ចឹងទឹកអប់មានជំរើសច្រើនណាស់រាប់រយមុខអញ្ចឹងយើងព្យាយាម explore ទៅតើក្លិនមួយណាដែលអាច fit ជាមួយយើងហើយដើម្បីចង់ explore ក្លិនបានតើអ្នកទាំងអស់គ្នាធ្វើម៉េច ហ្នឹងហើយ នេះមក super blind buy អត់ទេ ប្រម៉ូទរហូត ទិញទឹកអប់ច្រើនទៅយើង explore note អីជួនកាលកុំទុកចិត្តទៅលើ Fragrantica ពេក ហ្នឹងហើយអញ្ចឹងនៅពេលដែលយើងទិញតាម Fragrantica យើងអត់ទាន់ស្គាល់ note ច្បាស់នឹងខុសហើយពេកច្រើនអញ្ចឹងយើងយល់ note ឲ្យច្រើនមិនមែនទាមទារតើឲ្យទៅជា master perfumer ទាញហត់អង្គុយអត់ទេគាត់តែយើងហ្នឹងហើយ សង្កេតមើលថាតើយើងភាគច្រើនយើងចូលចិត្តក្លិនប្រភេទណាអញ្ចឹងយើងអាចថ្ងៃក្រោយទៅយើងអាចមើលក្លិនទឹកអប់ហ្នឹងមើលថារៀងស្តៀងហ្នឹងយើងអាចមានភាគរយច្រើនណាស់ដែលយើងទិញមកត្រូវទៅឯងប៉ុន្តែនៅពេលដែលនិយាយអញ្ចឹងវាចង់និយាយបែក topic បន្តិចបាទធ្លាប់បន្លាញបាយដល់ឥឡូវដល់ថ្ងៃ ឥឡូវដូចជាមិនរយៈមុនហ្នឹងដូចជា blind buy ប្រហែលជាង 10-20 មុខហ្នឹងតែគាត់នៅអត់ទាន់អស់ ទិញរហូតដល់ឥឡូវពួកទិញដែរតែមើលដែរមើល clean fresh ដែរទូនេះក៏ស្រួលលក់ដែរហ្នឹងហើយអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងនៅពេលដែលយើងដឹងខ្លួនឯង ស្គាល់ note ច្រើនយល់ថាខ្លួនឯងចូលចិត្ត note អីជួនកាលយើងអង្គុយមើលថា note ទឹកអប់ហ្នឹងវាមកវារៀងបែបណា accord របស់វាមិនអីមិនអញ្ចឹងទៅហើយបើយើងនិយាយដល់យើងប្រើ Fragrantica ជា reference របស់យើងពេលខ្លះមើលតែពណ៌មើល accord វាហ្នឹងមើលតែពណ៌មួយចំនួនអាពណ៌ខ្លះមើលតែលាយគ្នាមកអូអត់តំណងហើយអាពណ៌ខ្លះមើលមកអូអានឹងតំណងត្រូវយើងអញ្ចឹងនៅពេលដែលយើងមើលឃើញអាពណ៌ហ្នឹងអញ្ចឹងទៅយើងដឹងថាអូខេបើទិញ 50-50 វាមិនមែនថាមក 100 ទេបាទ 100% blind buy អានេះវាអាច 50-50 យើងបានមើលnote មុនមើល accord មុនតែថាវាអាចរៀង fit ជាមួយយើងអត់អ្វីតែពេលខ្លះអាទិញមកមើល note មើល accord ហ្នឹងហើយក៏មិនត្រូវដូចចិត្តទាំងអស់ដែរណាដូចយើងលើកឡើងមុនហ្នឹងអញ្ចឹងនៅក្នុង Fragrantica អា note ហ្នឹងវាជា marketing indication ទេបាទពេលខ្លះវាមិនមែនជាnote ពិតប្រាកដនៅក្នុងទឹកអប់ហ្នឹងឯងជួនកាលចេញមកអញ្ចឹងដល់ពេលយកមកហិតជាក់ស្ដែង
អត់ត្រូវចិត្តដែរហ្នឹងហើយបើសួរ blind buy ជោគជ័យរហូតអត់មិនជោគជ័យទាំងអស់ហើយតែគាត់ថានៅពេលដែលយើងស្គាល់ខ្លួនឯងយើងគួរសមយើងដឹង note ណាដែលជា favorite note របស់យើងទិញមកយើងអាចត្រូវចិត្តយើងច្រើនបាទ ទៅមកដត ហ៎ អានេះចូលចិត្ត blind blind buy អានេះចូលចិត្ត blind buy អានេះនិយាយអានេះនំ ច្រើនជាង ដូចសាហាវយ៉ាងគេយ៉ាងហ្នឹងទៅអត់ចង់និយាយ អូខេបើ blind buy និយាយទៅបើអត់ blind buy អត់សុបាយទេ ខ្ញុំទិញលេងមើល note ស្អីក៏អត់មើលដែរ អត់ទេវាថា មើលឈ្មោះ ហ្នឹងហើយ មកលើមើលឈ្មោះមក part of the journey ហ្នឹងហើយ ចង់ចូល challenge by វិញ ចៃ ឥឡូវកើតត្រឡប់មើលឈ្មោះជួយឈ្មោះតំណងហ្នឹងដាក់មួយសិន ហ្នឹងហើយនិយាយទៅអាចថាចេះបើសិនយើងស្គាល់ខ្លួនហ្នឹងហើយយើងទិញទៅមានអារម្មណ៍ថាវាអីមួយអញ្ចឹងវាចេះបើសិនជាអ្នកនរគ្នាចង់ blind buy អានេះខ្ញុំអត់ recommend blind buy ទេទី1បើសិនជាឥឡូវយើងនិយាយពីរបៀបថា avoid blind buy អញ្ចឹងបើសិនជាអត់ចង់ blind buy sample សិនទៅដូចតែមកហុយបាន គុណគុណ មកហុយបានទៅចេះទៅ blind buy វាស្បាយត្រង់ថាវា mystery ដូច mystery ទិញមកថាដឹងថា Mystery ខ្លួន មកហើយ mystery មក តែយើង situation យើង situation ខុសគ្នាយើង blind buy យើងទិញមកដល់លក់បាន សល់លោកបាន ដល់លក់បាន បាន ទៅបើភ្ញៀវខុសគ្នាទិញឲ្យទុកចោល ហ្នឹងហើយ ទុកយូរវច្រេះទៀតច្រេះចាប់ទៀតអ ឆែ ស់ ឆែចាំហ្នឹងហើយ ស្នឹម ហ្នឹងហើយទៅ blind buy វាដូចអញ្ចឹងវា mysterious វាសប្បាយប៉ុន្តែទី1ដែលគឺពិបាកចិត្តបំផុតគឺខាតលុយហ្នឹងហើយទុកចោលហ្មងដោយទៅអបបើថា blind buy ដូចពពួក search shop វិញអញ្ចឹងអូ200អូមើល note ល្អឆ្លងឡើងទិញហិតអត់កើហ្មងហ្នឹងហើយទៅហើយមួយទៀតអញ្ចឹងតើយើងគួរតែជឿ reviewer 100% អត់ចំពោះផ្ទាល់គឺអត់ទេគេថា 50% ហ្នឹងគ្រាន់ពួកយើង សំបីតែខ្ញុំឲ្យ trend scan បើជឿពួកខ្ញុំ test ខុសគ្នា ហ្នឹងហើយ ជួនកាលគាត់ហិតឃើញគាត់ចូលចិត្តខ្ញុំមិនចូលចិត្ត ហ្នឹងហើយ យ៉ាអញ្ចឹងពួកខ្ញុំខុសគ្នាដូច Pisen គាត់ចូលចិត្តដូចខ្ញុំចូលចិត្តណៃអោអញ្ចឹងគាត់អត់ចូលចិត្តទេអញ្ចឹងយើងមើលលើខ្លួនឯងជឿខ្លួនឯង តែមានតែមកតេស្តទេ ហ្នឹង មកតេស្ត មានអីលើឲ្យមកតែឥឡូវមកទិញទៅអត់ស្រួលណាដូចខ្ញុំភ្ញៀវខ្លះគាត់ទិញសុំទិញបន្តិចក៏ខ្ញុំលក់ឲ្យដោយសារគាត់យកតេស្តខ្លួនឯងទៅពេលខ្លះសឹងថាអូគាត់ខ្លាំងពេកចង់បាច់ដាក់ចូលឲ្យយកទៅមកទៅលេង ទៅចេះហ្នឹងហើយមើល note មើល fragrance ទៅការ start review យើងបានធំថា 50% ពេលខ្លះដល់ 50% ទៀតហើយ 50% ទៀតបើអ្នកនរគ្នាខ្លាំងហ្មង blind buy បើមួយទៀតបើអ្នកនរគ្នាប្រយ័ត្នរៀងខ្លាច risk អញ្ចឹង sample សិនទៅគេថាចំណាយថាអូខេ10នឹងតម្លៃថា3-400ចំណាយថា30-40 យើងដឹងថាក្លិនចូលចិត្តអត់វាការពារបានច្រើនអីចឹងណាហើយខ្ញុំមួយថ្ងៃដូច calculate នឹង blind buy unboxing ហង sample អូនេះ role model ចឹងហុយទៅហៅមួយដែរ ខ្ញុំខ្ជិលខ្ញុំធ្វើខ្លួនឯងហ្មង role model ខ្ញុំ ចង់ អត់ធ្វើដូចណាគេ វាថាបើអត់ចោះខ្ញុំអញ្ចឹងហើយថាអត់ recommend blind buy ប៉ុន្តែបើចង់ blind buy ចោះអាហ្នឹង choice របស់អ្នកនរគ្នា ព្រោះបើ collector វាច្រើនគាត់ blind buy ច្រើនគាត់ចង់បានតាំងស្អាត តាំងស្អាតមែនទេ ចឹងបងអវិញមហូបអត់ខុសឲ្យបងនិយាយទឹកអប់សុំតោទឹកអប់ដូចមហូបចឹង បាទ ឥឡូវឧទាហរណ៍ថាreviewer គាត់ទៅ review ហាងកាទៀវនឹងឆ្ងាញ់អ្នកអត់ចូលចិត្តកាទៀវទៅញ៉ាំមើលឆ្ងាញ់អត់ហ្នឹងចឹងដូចគ្នាចឹងបកមកវិញទឹកអប់ subjective ទៀមទាឲ្យអ្នកកម្រិតថវិកាគាត់សម្រេចចិត្តទៅហើយមួយទៀត send profile ខ្លួនឯងចូលចិត្តអត់ note នឹងទៅអារម្មណ៍អត់បើមាន note មួយទៅអារម្មណ៍ទឹកអប់នឹងទៅគេ trend មិនក៏ដោយក៏យើងអត់ចូលចិត្តដែរ ដូចអ្នកចូលចិត្តក្លិនម្រេចទៅទិញម្រេចជុំឈួលមែនអត់ចូលចិត្តម្រេចដែរញ៉ាំម្រេចកពលឈ្ងុយណា វាអត់ខុសអីពីអ្នកដែលគាត់ញ៉ាំកាទៀវដាក់ទឹកស៊ីអ៊ូឯងគាត់ឃើញ ឃើញហូប កាទៀវដាក់ទឹកស៊ីអ៊ូមិនយើងទៅដល់យើងថាអីគេមិនញ៉ាំកាទៀវដាក់ទឹកស៊ីអ៊ូយើងអត់ចូលចិត្តអីគេ ខ្ញុំ ចូល មិនដឹងខ្ញុំញ៉ាំម្ហូបចម្លាញ់មែនទេបើកាទៀវខ្ញុំប្រាប់ហើយបើជឿខ្ញុំអត់ចេះថែមគ្រឿងខ្ញុំចូលចិត្តសុទ្ធមកដាក់អីឲ្យខ្ញុំញ៉ាំហ្នឹងស្អីក៏ដាក់ទឹកជ្រលក់ដែរតែបើថាសាច់អាំងហ្នឹងយើងត្រូវការមែន បាទ តែបើថាទៅញ៉ាំកាទៀវញ៉ាំ phơ ឬញ៉ាំស្អីទៅញ៉ាំអីទាំងអស់គឺអត់ដាក់ទៅលំអត់ដាក់ អាហ្នឹងមានចំនួនមួយធំនៅរវាងទ្វីបអឺរ៉ុបហើយនិងអាមេរិកគឺដាក់ម្នាស់លើ pizza យ៉ា អ៊ីតាលី អញ្ចឹងវាដូចគ្នាយ៉ាងពេលខ្លះឧទាហរណ៍ថាយើងឃើញគេញ៉ាំម្នាស់គេដាក់ម្នាស់ក្នុង pizza មិនប្រកាសថា
អាហ្នឹងវាខុសឯងវា taste របស់គេ ហ្នឹងហើយ អ taste ញ្ចឹងវាដូចទាំងអស់ចឹងដូចគ្នាអញ្ចឹងយើងឃើញគេចូលចិត្តយើងអត់ចូលចិត្តมันប្រកាសថាយើងត្រូវតែហាមគេថាអេកុំប្រើហ្នឹងនោះអត់ទេទាំងអស់វាជា personal favorite វាជារឿងផ្ទាល់ខ្លួនវាជាការពេញចិត្តបាទវាជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនអញ្ចឹងយើងចូលចិត្តបែបណាប្រើបែបហ្នឹងទៅតែបើសិនជាយើងចង់ blind buy ចង់ experience ណា excitement ដែល ហ្នឹងបើយើង ពួកខ្ញុំ advance ទៅ go មួយ through level ទៀត យ៉ាអាហ្នឹងយើងអាច blind buy បានប៉ុន្តែគ្រាន់ថានៅតែផ្ដាំដដែលទេមិនត្រូវ 100% ទេទោះបីជាយើងស្គាល់ខ្លួនឯងស្គាល់ពី note ស្គាល់ពីអីហើយជាយើងមើលនៅតែទិញមក ខុស អត់ត្រូវចិត្តយ៉ាគ្រាន់តែអត់ត្រូវចិត្ត ឥឡូវទិញមកមានអ្នកនិយាយខ្មែរឲ្យស្ដាប់ខ្ញុំកាលមុនចង់ទិញមើលគេនិយាយអង់គ្លេសអត់ចេះខ្ញុំខ្សោយអង់គ្លេសគេបងទាំងអស់សង្ខ្លាញ់ខ្ញុំកត់ពាក្យ translate កត់ពាក្យ translate ពិបាកជាងគេឥឡូវមានតែគ្មានទេនៅខ្មែរទូមានក៏ដោយគង់តែអក្សរដែលក៏តែអក្សរដែលវីដេអូគ្មាននៅថិតថេស្អី ងើប ណា ងើបបត់ឡើងមក refresh យ៉ា ខ្ញុំលើលេខដូចអត់អីហ្នឹងតាមពិតតែ account ធ្វើខ្ញុំល្អដែរខ្ញុំឧស្សាហ៍ដែរបានធ្វើវីដេអូដែរឥឡូវរៀងឡើងវិញទៅផុសឡើងនេះខ្ជិលទៀតនេះចិត្តថាខ្ជិលមើលដាក់មួយទៀតមើល ហើយ podcast ហ្នឹងហើយរៀងងើបហើយហៅ តាច់5 account បានមកហើយអូនអូប៉ុណ្្នឹងអញ្ចឹងបិទ topic ប៉ុណ្ណឹងអញ្ចឹងអរគុណដែលតាមស្ដាប់ហើយចង់ឲ្យពួកខ្ញុំនិយាយ topic អីដាក់មកណាតែកុំដាក់ topic ណាឆ្លោះគេខ្ញុំអត់ចូលចិត្តទេណា អូ អរគុណ ខេ thank you